រឿងស្តេចដ៏ពិសិដ្ឋដ៏អស់កលប់គាត់ជាយុវជនដែលគ្មានយុទ្ធវិញ្ញាណវាត្រូវបានគេជឿថានេះបដិសេធគាត់នៅឱកាសក្នុងការដាំដុះទោះជាយ៉ាងណាក៏ដោយស្ត្រីអាចកំបាំងម្នាក់បានផ្ដល់ Supreme Demon Classic ដល់គាត់ហើយចាប់ពីពេលនោះមកគាត់ចាប់ផ្ដើមផ្លូវនៃការដាំដុះរបស់គាត់ឆ្លងកាត់ការផ្លាស់ប្ដូរទាំងស្រុងដើម្បីក្លាយជាបិសាចដ៏គួរឲ្យភ័យខ្លាចនិងខ្លាំងបំផុតក្នុងសម័យរបស់គាត់ដែលសូម្បីតែសត្វអមតៈនិងខ្មោចក៏ខ្លាចគាត់ដែរហើយពួកបរិសុទ្ធក៏នឹកនឹងហៅគាត់ដែរការធ្វើជាម្ចាស់លើ Supreme Demon Classic គឺជាចំណុចរបត់ក្នុងជីវិតរបស់គាត់អាចបញ្ចេញថាមពលដ៏មហិមានិងដ៏ទេវភាពរបស់គាត់ចេញពីខាងក្នុងបំភ្លឺសកលលោកទាំងមូលចំពុកទី1វាសនាអមតៈនៅក្នុងទីប្រជុំជនភេងយេងដែលជាទីក្រុងតូចមួយក្នុងចំណោមទីក្រុងជាច្រើនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងកេងឡែងដែលជាកម្មសិទ្ធិរបស់ប្រទេសដេហៃតបសេះមួយក្រុមបានចូលមកក្នុងក្រុងបន្តិចម្ដងមេដឹកនាំស្លៀកពាក់អាវក្រោះហើយស្លៀកពាក់យ៉ាងម៉ឺងម៉ាត់និងតាំងចិត្តគាត់គឺជា Kheo Gang ដែលជាឆ្មាំចោកមួយក្នុងចំណោមឆ្មាំទាំង5នៃទីក្រុងកេងឡែងបុគ្គលម្នាក់ទៀតគឺជាយុវជនម្នាក់ដែលមានភ្នែកភ្លឺច្បាស់និងមានរូបរាងស្រទន់គាត់ពាក់អាវពណ៌បៃតងហើយបញ្ចេញនូវភាពខ្លាំងខាងអ្នកប្រាជ្ញយុវជននោះមានឈ្មោះស៊ូស៊ីម៉ូជាចៅហ្វាយក្មេងទី2នៃគ្រួសារស៊ូនៅក្រុងភីងយ៉ាងគាត់ជាគ្រួសារដ៏ល្បីល្បាញដោយបានប្រឡងជាប់ខេត្តនៅអាយុ17ឆ្នាំក្រៅវ័យក្មេងទី2ស៊ូខុសពីអ្នកប្រាជ្ញផ្សេងទៀតដែលខ្ញុំស្គាល់អ្នកប្រហែលជាមើលទៅទន់ខ្សោយប៉ុន្តែអ្នកមានជំនាញជិះដ៏ល្អពួកគេក៏ល្អដូចអ្នកយាមរបស់ខ្ញុំដែរក្រូហ្គេងបាននិយាយព្រះម្ចាស់ក្រូមានចិត្តសប្បុរសពេកជាមួយនឹងការសរសើររបស់អ្នកស៊ឺសៃម៉ូញឹមតិចបងប្រុសរបស់ខ្ញុំបានរកស៊ីលក់សេះជាយូរណាស់មកហើយសេះគឺជាដៃគូរបស់ខ្ញុំតាំងពីខ្ញុំនៅក្មេងខ្ញុំមានមូលដ្ឋានគ្រឹះខ្លះហើយជាងនេះទៅទៀតស៊ឺអេហ្វេងមានស្មារតីល្អណាស់ដោយនិយាយបែបនេះស៊ូស៊ីម៉ូបានវាយសេះដ៏ល្អដែលគាត់កំពុងជិះសេះនោះមានឈ្មោះឬហេហ្វេងហាក់ដូចជាបានស៊ឺសៃម៉ូមានការភ្ញាក់ផ្អើលចំពោះសកម្មភាពរបស់ Kheo Gang ក្នុងនាមជាឆ្មាំចោកមួយក្នុងចំណោមឆ្មាំចោកទាំង5ក្រូ Gang មានអំណាចនិងសិទ្ធិអំណាចខ្លាំងបំផុតក្នុងចម្ងាយរាប់រយម៉ាយពីទីក្រុងកេងឡែងប៉ុន្តែពេលឃើញអមតៈគាត់ក៏លុតជង្គង់ចំពោះគាត់ដោយមិនស្ទាក់ស្ទើរមួយប៉ាព្រិចភ្នែកស៊ូស៊ីម៉ូស្ទុះចេញដូចមេដៃលើសេះគាត់មើលទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់នៅក្នុងសមុទ្រខ្មៅនៃមនុស្សដែលកំពុងលុតជង្គង់មានសម្ពាធគ្រប់ទីកន្លែងស៊ឺសៃម៉ូនៅស្ងៀមមួយសន្ទុះគាត់បានលោតចុះពីស៊ឺអេហ្វេងហើយមើលទៅនៅកណ្ដាលអាកាសបរោះនៅកណ្ដាលអ្នកទាំង3ស្លៀកពាក់អាវវែងពណ៌ខៀវគាត់មើលទៅត្រជាក់និងឆ្ងាយភ្នែកវែងនិងតូចចង្អៀតរបស់គាត់សម្លឹងមើលមនុស្សក្រោមជើងរបស់គាត់ដោយបញ្ចេញនូវភាពក្រអឺតក្រទុំពីចន្លោះចិញ្ចើមរបស់គាត់នៅក្បែរបរោះពាក់អាវពណ៌ខៀវឈរបរោះម្នាក់និងស្ត្រីម្នាក់មកពីទីប្រជុំជនភេងយេងបរោះនោះមានឈ្មោះសៀវដេងហ្គេនគាត់ជាមនុស្សអាក្រក់បំផុតនៅក្នុងទីក្រុងដែលបានធ្វើបាបបរោះស្អប់ស្ត្រីនិងប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាងកាលពី2ឆ្នាំមុនស៊ឺសៃម៉ូបានបញ្ជូនគាត់ទៅពន្ធនាគារឥឡូវនេះបរោះស្លៀកពាក់ពណ៌ខៀវនោះបាននាំគាត់ចេញពីគុកស៊ឺសៃម៉ូងក់ក្បាលតិចដោយសារនិស្ស័យនិងអកប្បកិរិយារបស់សៀវដេងហ្គេនតើគាត់អាចមានឱកាសចូលនិកាយអមតៈដែរឬទេបើសៀវដេងហ្គេនក្លាយជាមនុស្សអមតៈតើមនុស្សប៉ុន្មានអ្នកនឹងរងទុក្ខការសម្លឹងរបស់ស៊ឺសៃម៉ូបែរទៅរកក្មេងស្រីដែលឈរកណ្ដាលអាកាសក្មេងស្រីនោះមានឈ្មោះថា Shen Menki នៅអាយុ16ឆ្នាំសម្រស់របស់នាងគឺស្អាតជាងព្រិលហើយនាងបានបញ្ចេញនូវមន្តស្នេហ៍ធម្មជាតិនិងទន់ភ្លន់ស៊ឺសៃម៉ូបានបកស្រាយចេតនារបស់ Shen Menki តាមរយៈភ្នែករបស់នាងការសន្យារបស់ពួកគេម្ដងបានคล้ายទៅជាងាយរងគ្រោះនៅពេលប្រឈមមុខនឹងជោគវាសនាអមតៈស៊ឺសៃម៉ូមិននឹកស្មានថានឹងឃើញទស្សនវិជ្ជាបែបនេះពេលអ្នកទាំងពីរបានជួបគ្នាម្ដងទៀតមួយខ្ពស់ហើយខ្លាំងនៅស្ថានស៊ូកហើយម្នាក់ទៀតកំពុងឈរលើដីរម៉ាញ់ស្លាប់ Shen Menki ក៏សម្លឹងមើលស៊ឺសៃម៉ូដែលជាបុរសម្នាក់ដែលនាងធ្លាប់កោតសរសើរយ៉ាងខ្លាំងមានពេលមួយស៊ឺសៃម៉ូមិនអាចឈ្នះបានក្នុងចិត្តរបស់នាងបំភ្លឺនៅអាយុ3ឆ្នាំស្ទាត់ជំនាញជាមួយនឹងសិភើ4និង5បុរាណនៅអាយុ7ឆ្នាំប្រឡងជប់មហាវិទ្យាល័យនៅអាយុ12ឆ្នាំហើយប្រឡងជប់ខេត្តនៅអាយុ17ឆ្នាំទេពកោសល្យបែបនេះមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសដែលហើយគាត់ប្រកាសជានឹងក្លាយជាមនុស្សធំក្នុងចំណោមបរិសនាពេលអនាគតក្រោមការធ្វើអន្តរាគមន៍ពីលោកគ្រូវ័យក្មេងស៊ូស៊ីម៉ូមិនដែលរៀនក្បាច់គុនទេទោះបីជាបែបនេះក្តី Shen Menki ជឿជាក់ថាស៊ឺសៃម៉ូក៏នឹងអាចឡើងក្នុងចំណាត់ថ្នាក់ផ្លូវការដែរប្រសិនបើគាត់ចង់ឡើងក្បាច់គុនទោះយ៉ាងណាក៏ដោយ Shen Menki បានរកឃើញថានាងខុសទីបំផុតសមិទ្ធផលរបស់ស៊ឺសៃម៉ូជាកម្មសិទ្ធិរបស់ពិភពលោកក៏ម៉ាញ់ស្លាប់វាមិនមានតម្លៃក្នុងការនិយាយនៅក្នុងភ្នែករបស់អមតៈវាគ្រាន់តែជាអាកាសមួយហើយនាងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការមើលងាយស៊ឺសៃម៉ូមនុស្សស្លាប់ហេតុអ្វីអ្នកមិនលុតជង្គង់ភ្លាមនោះសំឡេងនៃការសួរចម្លើយនេះបានផ្ទុះឡើងដោយត្រចៀករបស់ស៊ឺសៃម៉ូដូចជាផ្គរលាន់ពាសពេញដីវិលមុខស្ពឹកស្រពន់ស្ទើរតែដួលទៅនឹងដីគាត់មិនគិតលុតជង្គង់ចំពោះរឿងព្រេងនិទានអមតៈទោះជាយ៉ាងណាអកប្បកិរិយារបស់បុរសពាក់អាវពណ៌ខៀវគឺដូចជាការសម្លុតពេកវាបង្កឲ្យមានអារម្មណ៍អយុត្តិធម៌ក្នុងចិត្តស៊ូស៊ីម៉ូអារម្មណ៍នៃភាពអយុត្តិធម៌ទាំងនេះកើតចេញពីភាពតាំងចិត្តនៅក្នុងភ្នែករបស់ Shen Menki ការសង្ស័យលើលក្ខណៈវិនិច្ឆ័យអមតៈលើការជ្រើសរើសសិស្សនិងមោទនភាពផ្ទាល់ខ្លួនរបស់គាត់ស៊ឺសៃម៉ូដកដង្ហើមធំហើយទប់អារម្មណ៍រំខានក្នុងចិត្តគាត់និយាយខ្លាំងថា
ខ្ញុំបានទទួលកិត្តិយសខាងអ្នកប្រាញ់ពេញមួយជីវិតរបស់ខ្ញុំថែមទាំងអាចជ្រើសរើសមិនលុតជង្គង់ចំពោះអ្នកគ្រប់គ្រងដែលភ័យហេតុអ្វីខ្ញុំត្រូវលុតជង្គង់ចំពោះអ្នកកាន់តែចង់ឲ្យខ្ញុំលុតជង្គង់កាន់តែបដិសេធអ្វីដែលហៅថាកិត្តិយសអ្នកប្រាញ់គឺជាលេសរបស់ស៊ឺសៃម៉ូគ្រប់ដណ្ដប់ដោយភាពអស្ចារ្យនៃបុរសពាក់អាវពន្ធខៀវប្រជាជនទូទៅដែលនៅជុំវិញកំពុងធ្វើឲ្យម្ដាយភ័យខ្លាចពួកគេមិនហ៊ានសូម្បីតែងើបក្បាលឡើងមកយាងវិញទៀតភាពស្រាប់ស្រារបស់ស៊ឺសៃម៉ូហាក់បីដូចជាមិនអន់ថយឡើយបើទោះបីជាគាត់កំពុងប្រឈមមុខនឹងមនុស្សអមតៈដូចមនុស្សធម្មតាក៏ដោយពិតមែនហើយអ្នកគឺជាមនុស្សល្ងងជ្រុងមាត់បុរសពាក់អាវពណ៌ខៀវកោងបន្តិចការក្រឡេកមើលរបស់គាត់ត្រជាក់ហើយស្រក់ទឹកមាត់នៅពេលដែលគាត់និយាយដោយស្ងប់ស្ងាត់ថាចាប់តាំងពីថ្ងៃនេះទៅកិត្តិយសរបស់អ្នកប្រាស់នឹងត្រូវកាត់ផ្តាច់ទឹកដុំរបស់គាត់គឺឯកោប៉ុន្តែមិនមានការសង្ស័យអំពីវាទេបុរសស្លៀកពាក់ពណ៌ខៀវបន្តថារដ្ឋណាដែលហ៊ានទទួលបុគ្គលនេះធ្វើជាមន្ត្រីនឹងប្រកាសខ្លួនថាជាសត្រូវនៃវិមានពពកអាប់ហើយខ្ញុំគឺកាំងឡាងដ៏ល្អឥតខ្ចោះនៅពេលបន្លឺឡើងនៅពាក្យប៉ុន្មានឃ្លា Iridescent Clouds Palace and Perfected King Lang Keo Gang ដែលបានលុតជង្គង់បានស្លុតចិត្តគាត់បាននិយាយយ៉ាងរហ័សដោយសំឡេងញ័រថាល្អឥតខ្ចោះប្រកបចិត្តនៅក្នុងប្រទេសដែលភ័យស៊ឺសៃម៉ូនឹងក្លាយជាមនុស្សសាមញ្ញទាបបំផុតសម្រាប់ជីវិតជនថោកទាបសម្រាប់ជីវិតដោយគ្រាន់តែពាក្យពីរបីម៉ាត់ជោគវាសនារបស់ស៊ឺសៃម៉ូត្រូវបានសម្រេចមានពន្លឺនៃភាពស្ទាក់ស្ទើរនៅក្នុងភ្នែករបស់ Shen Mengi មកយាងវិញទៀត Sao Dingyeon ដ៏ខូខើនោះមើលទៅពិតជារំភើបណាស់ស៊ឺសៃម៉ូមើលទៅស្ងប់ស្ងាត់ណាស់ហាក់ដូចជាមិនប៉ះពាល់គាត់ទេមួយសន្ទុះក្រោយមកស៊ឺសៃម៉ូសើចចំអកខ្លួនឯងថាបើអ្នកប្រាញ់កិត្តិយសថោកទាបតើខ្ញុំត្រូវការវាដើម្បីអ្វីងំភ្នែកវែងនិងតូចចង្អៀតរបស់កេណាញ់ឡែងដ៏ល្អឥតខ្ចោះបានបង្កើតជាជួរបន្តិចម្ដងពន្លឺភ្លើងត្រជាក់ដែលបញ្ចេញពន្លឺនៅក្នុងពួកគេការបង្កហេតុរបស់ស៊ឺសៃម៉ូបានជំរុញឲ្យមានចេតនាសម្លាប់គាត់នៅពេលនេះស៊ឺហៃហ្វិងដែលឈរក្បែរស៊ឺសៃម៉ូស្រាប់តែមានការតក់ស្លុតនិងមិនស្រួលចុះរបស់គាត់បានប៉ះនឹងដីហើយគាត់បាននៅក្បែរជាបន្តបន្ទាប់ស៊ឺសៃម៉ូមិនបញ្ចេញអារម្មណ៍ប៉ុន្តែបេះដូងរបស់គាត់លោតស៊ឺហៃហ្វិងក៏មានអាកប្បកិរិយាបែបនេះក្នុងអំឡុងពេលប៉ុន្មានដងដែលគាត់បានជួបគ្រោះថ្នាក់កាលពីអតីតកាលតាមពិតវាគឺជាសត្វតិរឆានហើមហ៊ានធ្វើអីនៅមុខខ្ញុំកេងឡែងដ៏ល្អឥតខ្ចោះបានបន្លឺសំឡេងតិចគាត់លើកំរាមដៃចង្អុលរបស់គាត់ហើយចង្អុលទៅស៊ឺហៃហ្វិងស្រាលមិនមានពេលដើម្បីប្រតិកម្មទេពន្លឺពណ៌ក្រហមបានចូលទៅក្នុងខ្លួនរបស់ស៊ឺហៃហ្វិងរួចហើយនៅក្រោមការក្រឡេកមើលរបស់មនុស្សគ្រប់គ្នាអណ្ដាតភ្លើងដ៏ឆេះសន្ធោសន្ធើបានឆាបឆេះចេញពីក្នុងខ្លួនរបស់ស៊ឺហៃហ្វិងហើយបានឆាបឆេះស៊ឺហៃហ្វិងក្នុងរយៈពេលមួយសន្ទុះលុយអណ្ដាតភ្លើងនេះឆេះខ្លាំងហើយពិតជានឹងឆាបឆេះស៊ឺសៃម៉ូផងដែរស៊ឺសៃម៉ូមិនខ្សោយដូចអ្នកប្រាញ់ធម្មតាទេទោះជាយ៉ាងណាគាត់មិនដែលឃើញវិធីចម្លែកបែបនេះទេគាត់ស្រឡាំងកាំងទាំងស្រុងហើយឈរនៅនឹងដីជាមួយនឹងស៊ឺសៃម៉ូស្ទើរតែត្រូវអណ្ដាតភ្លើងឆាបឆេះស៊ឺហៃហ្វិងបាននៅក្បែរគ្នាដោយទុកព្រួយហើយលោតចេញយ៉ាងឆ្កួតហ្វូងមនុស្សបានភៀសខ្លួនទៅគ្រប់ទីប៉ុន្មានជំហានក្រោយមកស៊ឺហៃហ្វិងក៏ដួលចុះមកដីដោយមិនដឹងខ្លួនក្នុងមួយប៉ព្រិចភ្នែកវាបានឆេះទៅជាភេសទាំងសាកសពនិងឆ្អឹងមិនត្រូវបានបន្សល់ទុកទេដំណើរការទាំងមូលបានកើតឡើងក្នុងរយៈពេលប៉ុន្មានដង្ហើមអណ្ដាតភ្លើងបែបនេះប្រកាសជាមិនមែនជារបស់ពិភពលោកក៏មិនស្លាប់ទេមនុស្សម្នាក់អាចស្រមៃបានប្រសិនបើស៊ឺហៃហ្វិងមិនបានរត់ទៅណាទាន់ពេលហើយស៊ឺសៃម៉ូចាប់បានភ្លើងណាមួយនោះជីវិតរបស់គាត់ប្រកាសជាមិនរួចជីវិតឡើយនេះគឺជាសេះដ៏ល្អដែលមានចិត្តសាស្ត្រដែលការពារម្ចាស់របស់វាគួរឲ្យអាណិតណាស់ក្រូហ្គេងដែលជាឆ្មាំចកបានលន់មាត់ការសោកស្ដាយរបស់គាត់យ៉ាងស្ងៀមស្ងាត់មានខ្យល់បក់បោកខ្លាំងភេសរបស់ស៊ឺហៃហ្វិងបានអណ្ដែតលើអាកាសហើយមិនរលាយអស់ជាយូរមកហើយវាហាក់ដូចជាកំពុងនិយាយលាទៅកាន់ម្ចាស់របស់វាស៊ឺសៃម៉ូសម្លឹងមើលភាគីម្ខាងទៀតដោយងឿងឆ្ងល់ទឹកភ្នែកហូរក្នុងភ្នែករបស់គាត់អាកប្បកិរិយាដែលបាត់បង់និងរំខានរបស់គាត់បានធ្វើឲ្យបេះដូងរបស់គាត់ឈឺចាប់កេងឡែងដ៏ល្អឥតខ្ចោះមិនអាចសម្លាប់ស៊ឺសៃម៉ូក្នុងឱកាសនេះបានទេមានភាពត្រជាក់ខ្លាំងនៅក្នុងភ្នែករបស់គាត់មានចេតនាសម្លាប់ទៀតលោកម្ចាស់ភ្លេចវាទៅគាត់គ្រាន់តែជាមនុស្សស្លាប់ហេតុអ្វីបានជាអ្នកត្រូវបន្ទាបខ្លួនដល់កម្រិតរបស់គាត់សេនមិនគីបាននិយាយដោយសំឡេងទាបខណៈដែលនាងសម្លឹងមើលស៊ឺសៃម៉ូនៅក្រោមនាងនៅទីបំផុតនាងមិនអាចទ្រាំនឹងធ្វើបាបគាត់បានទេកេងឡែងស្ទាក់ស្ទើរបន្តិចប្រសិនបើគាត់ត្រូវចាត់វិធានការជាបន្តបន្ទាប់ដើម្បីដោះស្រាយជាមួយនរណាម្នាក់វាពិតជានឹងបន្ទាបឋានៈរបស់គាត់ស៊ៅឌីងហ្គេនមិនចង់ឲ្យស៊ឺសៃម៉ូចាក់ចេញដោយងាយនោះទេគាត់និយាយយ៉ាងរហ័សថាលោកគ្រូអ្នកត្រូវបំបត្តិបញ្ហានេះជាដុំដើម្បីបំបត្តិវាឲ្យបានពេញលេញក្នុងករណីដែលមនុស្សម្នាក់នេះក្លាយជាបញ្ហាធំបំផុតរបស់អ្នកនៅថ្ងៃអនាគតដំបូងឡើយគេណែងឡែងល្អឥតខ្ចោះមិនត្រូវបានសម្រេចចិត្តពេលពាក្យរបស់ស៊ៅឌីងហ្គេនអារម្មណ៍ក្រអឺតក្រទុំកើនឡើងក្នុងចិត្តគាត់ញឹមហើយនិយាយថាគាត់គ្រាន់តែជាមនុស្សធម្មតាម្នាក់ដែលគ្មានឫសវិញ្ញាណគាត់នឹងមិនអាចចិញ្ចឹមជីវិតបានទេបើនិយាយពីសក្តានុពលគាត់ក៏មិនអាចប្រៀបធៀបទៅនឹងសត្វមុននេះបានដែរចុះបើខ្ញុំទុកជីវិតដ៏អន់ជាងគេទៅស៊ៅឌីងហ្គេនជេរដោយសម្ងាត់គាត់មិនបានរំពឹងថាពាក្យសម្ដីរបស់គាត់នឹងមានផលប្រយោជន៍ទេ
ស៊ឺសៃម៉ូនៅស្ងៀមគាត់បានយកភេសមួយក្តាប់តូចរបស់ស៊ឺអៃហ្វិងរួចងាកចេញដោយស្ងាត់ស្ងៀមតម្រុយនៃការស្រមើស្រមៃបានភ្លឺពេញភ្នែករបស់កេងឡែងដែលល្អតខ្ចោះគាត់និយាយយ៉ាងស្រាលថាទោះជាស្រមោចដ៏ថោកទាបប្រាថ្នាមេឃយ៉ាងណាក៏ពួកវាអាចប៉ះស្លាបរបស់ហន្ត្រីបានទៅនៅពេលឃើញស៊ឺសៃម៉ូចាក់ចេញដោយមិនភ័យខ្លាចឆៅឌីងហ្គេនមើលទៅដោយកំហឹងបើមិនមែនសម្រាប់បុគ្គលនេះទេគាត់មិនបានរងគ្រោះយ៉ាងធ្ងន់ធ្ងរក្នុងគុកនោះទេនៅពេលគិតពីរឿងនេះភ្នែករបស់ឆៅឌីងហ្គេនប្រែទៅជាអន់ចិត្តនឹងកាចសាហាវការបញ្ចេញមិត្តរបស់គាត់មានលក្ខណៈដូចអាកាសធាតុម្នាក់មិនប្រកាសថាគាត់កំពុងរៀបគម្រោងអ្វីសម្លឹងមើលរូបភាពដោយការនិងសោកសៅរបស់ស៊ឺសៃម៉ូឈិនមិនគីដកដង្ហើមធំក្នុងបេះដូងរបស់នាងយ៉ាងស្ងៀមស្ងាត់តិចជាងកន្លះម៉ោងបុរសនេះបានបាត់បង់អ្វីទាំងអស់ប្រហែលជាគាត់នៅសល់តែមោទនភាពដ៏គួរឲ្យអាណិតនោះយ៉ាងណាមិញតើវាបានប្រើអ្វីសោកសៅគ្រឹះវ័យក្មេងទី2ស៊ូបានបាត់បង់កិត្តិយសរបស់គាត់ហើយក្លាយជាមនុស្សសាមញ្ញម្នាក់គាត់មិនខុសពីអ្វីដែលល្អសម្រាប់ពេលនេះទេចៅហ្វាយនេះវ័យក្មេង2នាក់នៃគ្រួសារស៊ូម្នាក់ពូកែខាងក្បាច់គុណនិងម្នាក់ទៀតជាអ្នកប្រាជ្ញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពួកគេមានសក្តានុពលក្នុងការឡើងកាន់អំណាចនិងឋានៈដោយមិននឹកស្មានដល់ពួកគេត្រូវបានដោះស្រាយដោយការវាយប្រហារបែបនេះសំណាងល្អអៃដឺគ្រឹះវ័យក្មេងស៊ូគឺជាអ្នកជំនាញខាងទំនាក់ទំនងតើអ្នកជំនាញខុនណេតប្រើអ្វីទៅថាម្ចាស់ក្រូនៃកេងឡែងក៏ជាអ្នកជំនាញខុនណេតដែរតើគាត់មិនបានលុតជង្គង់ដោយភ័យខ្លាចពេលឃើញអមតៈទេផ្អែកលើពាក្យរបស់អមតៈគ្រឹះវ័យក្មេងទី2ស៊ូក៏មិនសមនឹងការដាំដុះដែរខ្ញុំខ្លាចថាគាត់នឹងស្លាប់ដោយសារជំងឺធ្លាក់ទឹកចិត្តស៊ឺសៃម៉ូបន្ទាបក្បាលគាត់ដើរទៅមុខដោយស្ងាត់ហាក់ដូចជាភ្លេចការពិភាក្សារបស់អ្នកដើរកាត់សៃម៉ូចាំបន្តិចសំឡេងនេះធ្លាប់ស្គាល់យ៉ាងណាក៏ដោយអាស័យដ្ឋាននេះគឺចម្លែកបន្តិចមុនថ្ងៃនេះក្មេងស្រីនៅពីក្រោយគាត់តែងតែនិយាយជាមួយគាត់យ៉ាងស្និទ្ធស្នាលថាជាបងប្រុសសៃម៉ូស៊ឺសៃម៉ូបន្តដើរដោយមិនឈប់មួយជំហានសេនមិនគីបានចាប់គាត់មានស្នាមញើសតូចនៅចុងច្រមុះរបស់នាងហើយនាងកំពុងតែងឿងឆ្ងល់នាងនិយាយទាំងហត់នឿយថាសៃម៉ូតើអ្នកខ្លាយជាមនុស្សល្ងងដោយសារការសិក្សាច្រើនពេកទេតើមានបញ្ហាអ្វីទៅប្រសិនបើអ្នកលុតជង្គង់ចុះមួយរយៈវាមិនសំខាន់ទេប៉ុន្តែខ្ញុំមិនព្រមទេស៊ឺសៃម៉ូនិយាយដោយស្ងប់ស្ងាត់សេនមិនគីបានខឹងនឹងស៊ឺសៃម៉ូរួចហើយដែលមិនបញ្ឈប់នាងពេលយេដូច្នេះនាងខឹងសម្បាជាខ្លាំងនាងបានពន្លឿនជំហានរបស់នាងហើយរារាំងផ្លូវរបស់ស៊ឺសៃម៉ូស៊ូស៊ីម៉ូប្រយ័ត្នខ្លួនទៅសេនមិនគីសម្លឹងមើលភ្នែករបស់ស៊ឺសៃម៉ូហើយនិយាយខ្លាំងថាកុំគិតពីការសងសឹកវាមិនអាចទៅរួចទេអ្នកមានអាយុ17ឆ្នាំហើយបានខកខានអាយុដ៏ល្អបំផុតដើម្បីរៀនក្បាច់គុណម្យ៉ាងទៀតអ្នកមិនមានឫសវិញ្ញាណនិងមិនអាចបណ្ដុះតតែសោះបើទោះបីជាអ្នកត្រូវឈានដល់កម្រិត postnatal ឬ connate ក៏ដោយក៏ពួកគេនៅតែអាចធ្វើបានអមតៈស៊ឺសៃម៉ូនៅស្ងៀមគាត់សម្លឹងមើល Shen Mingi ដោយស្ងប់ស្ងាត់ Shen Mingi មិនអាចទប់ទល់នឹងការសម្លឹងរបស់ស៊ឺសៃម៉ូបានទេនាងបានបន្ទាបក្បាលចុះហើយនិយាយយ៉ាងស្រទន់ថាបាទពួកយើងបានសន្យាហើយខ្ញុំក៏ដឹងគុណអ្នកដែរដែលបានជួយគ្រួសារ Shen អស់ជាច្រើនឆ្នាំមកនេះប៉ុន្តែវាជារឿងអតីតកាលរួចទៅហើយស៊ឺសៃម៉ូសាយគាត់បានលើកចិញ្ចើមរបស់គាត់តើពិភពលោករបស់អ្នកអស្ចារ្យណាស់មែនទេ Shen Mingi បាននិយាយថា Sao Dingen និងខ្ញុំនឹងចាក់ចេញពីទីក្រុង Pyongyang ជាមួយ Perfected ថ្ងៃស្អែកខ្ញុំបានមកសុំលាអ្នកខ្ញុំមិនចង់ប្រកែកជាមួយអ្នកអំពីរឿងគ្មានន័យទាំងនេះទេទៅចុះខ្ញុំមិនអាចបញ្ជូនអ្នកទៅបានទេយើងនឹងជួបគ្នាម្ដងទៀតប្រសិនបើយើងមានវាសនាស៊ឺសៃម៉ូធ្លាក់ទឹកចិត្តគាត់បានដើរកាត់ Shen Mingi ហើយបន្តទៅមុខទៀតពេលដែលអ្នកទាំងពីរស្ទាបស្មាគ្នាទៅវិញទៅមកគាត់បានយាយ Shen Mingi និយាយយ៉ាងស្រទន់ថាវាសនារបស់យើងបានដល់ទីបញ្ចប់យើងត្រូវបែកគ្នាជាមនុស្សនិងអមតៈខ្ញុំខ្លាចយើងនឹងមិនបានជួបគ្នាទៀតទេស៊ឺសៃម៉ូផ្អាកបន្តិចក្នុងជំហានរបស់គាត់ទីបំផុតគាត់ក៏ដើរចេញដោយមិននិយាយពាក្យអ្វីផ្សេងទៀតនេះបានកើតឡើងជាការវាយប្រហារយ៉ាងខ្លាំងដល់ស៊ឺសៃម៉ូវាបានផ្លាស់ប្ដូរទាំងស្រុងពីរបៀបដែលគាត់មើលទៅពិភពលោកនេះវាប្រែថាពិតជាមានអមតៈនៅក្នុងលោកនេះជាមួយនឹងអំណាចរបស់ពួកគេអមតៈណាមួយអាចនៅពីលើប្រទេសទោះជាអ្នកគ្រប់គ្រងរបស់ពួកគេ Iridescent Cloud's Palace ក៏ដោយសម្រាប់ស៊ឺសៃម៉ូវាមិនមានអ្វីដែលត្រូវបាត់បង់កិត្តិយសខាងសិក្សារបស់គាត់ទេប៉ុន្តែស៊ឺហ្វេងគឺជាដៃគូរបស់គាត់តាំងពីក្មេងវាគឺជាជាងសេះសម្រាប់គាត់វាជាសាច់ញាតិជិតស្និទ្ធបំផុតរបស់គាត់មិនយូរប៉ុន្មានស៊ឺសៃម៉ូបានទៅដល់ផ្ទះរបស់គាត់វិមាននេះតូចហើយទុកចោលមានតែបន្ទប់មួយចំនួនប៉ុណ្ណោះបងប្រុសរបស់គាត់ឈ្មោះស៊ូហុងបានផ្ដល់រង្វាន់ដល់គាត់នៅវិមាននេះនៅពេលដែលគាត់បានប្រឡងជាប់មហាវិទ្យាល័យនៅអាយុ12ឆ្នាំស៊ឺសៃម៉ូបានយកភេសរបស់ស៊ឺអៃហ្វិងមកកប់នៅក្បែរដើមផ្កាភីនៅកណ្ដាលទីធ្លាស៊ឺអៃហ្វិងខ្ញុំបានដាំដើមផ្កាភីដោយខ្លួនឯងវានឹងរក្សាអ្នកនៅថ្ងៃអនាគតនឹងមានថ្ងៃមួយដែលខ្ញុំនឹងចាក់ឈាមកេងឡែងដ៏ល្អឥតខ្ចោះលើភេសរបស់អ្នកភ្នែករបស់ស៊ឺសៃម៉ូប្រែជាក្រហមគាត់ឈរក្បែរដើមផ្កាផ្លែពេជ្រយ៉ាងស្ងៀមស្ងាត់មួយរយៈមុនគាត់ងាកចេញទៅស៊ឺសៃម៉ូបានឃើញនរណាម្នាក់ខណៈដែលគាត់បានងាកចេញវាជាស្ត្រីម្នាក់ក្នុងសម្លៀកបំពាក់ពណ៌ក្រហមឈាមនាងស្អាតណាស់នាងមិនមែនជាមនុស្សចៃចង់ឬស្លូតបូតឡើយនាងមិនបានតុបតែងមុខអ្វីទាំងអស់នាងហាក់ដូចជាមនុស្សម្នាក់ដែលទើបតែចេញពីគំនូរ
Sư say mô đọc đằng ham thông đôi piệc bồ rán pô thả niêng chia sầm rọ thòm chiết hạ đôi đàm chây đại phô chênh bị tực thả. Tu bay chỉ miên sầm rọ srос át miên ca khoa khoai pi bị phô lô cỏ đòi cỏ niêng sliệ rộp vang pô cỏ hom ao vía hạ đôi chia mình trơ khnia tể bẩn tai phiếp tôi khnia ban bằng cát ở miên phiếp plai pi kê ẩm pi niêng. Ca pi pi năm môn sư say mô ban trò lọc mộc tè vinh đầm bay rộp stray đại sần lọc nơi bài phnom kênh lanh quạt pruy bà ròm thả niêng ai nâng trơ sát si hai cỏ nom niêng mộc chỉ mùi vinh. Nề ri pe ao cỏ hom ban đăng khuôn lang vinh mình du bẩn man bẩn to pi niêng từ đọp tè. Niêng hạ đôi chỉ sốc sập bài tu chi yang na niêng ban padesset mình dây ở vậy mùi lại tu sư say mô su ẩm pi chmu rư ti cần lại ru nơi rồi bỏ niêng yang na cỏ đòi. Stray slip pe po cỏ hom ban ru nơi ti ni, rồi dạ pe pi năm hai sư say mô mình đại phi diêm đanh niêng tranh lại. Mình miên nẹt bầm ra nơi khung vì miền tề sư say mô mình thlop trơ ban rong trăm tề quát mơ thai ha bầy pe khung mùi ngay đời khuôn ảnh. Sầm rập quát việc miên ở vậy đại trơ miên mình nung nẹt tiết nơi khung vì miên nụ tề, ở vậy đại quát trơ thưa cư riệp trăm ha mùi mục tiệt. Khung rồi dạ pe pi năm cần lòng một ní, nơi pe na đại sư say mô riệp trăm ha quát nâng dốc chầm này mùi tờ ở stray pe ao cỏ hom quát dốc một hộp một đạ nơi khang krao bẩn tục niên hai cút vía tranh tờ. Stray pe ao cỏ hom cầm lo bằng hai khuôn na. Hai sư say mô mình đại khơi ca bẩn đạ tôn nơi khang krao vì miền nụ tề pu kê tàng pi nẹ mình ban nỉ dây khnia trâm trơ pi môn mộc sọ. Crusa su nâng tiếp rồi trông chôn ping yeng mình ban đăng pi ắt thiệp rồi bỏ niềng tề. Stray nút miên chmu thả đi dưa niêng chi mình nút ai cao hai chi mình nút đại nỉ dây pi bay mắt nút hai chia vậy đại sư say mô đăng ẩm pi niềng. Sư say mô mình đăng tăng pi pena đi dưa cho nơi pi krao quạt tu yang na cỏ đòi vì hạ đôi chi chầm lại nực nông rồi biếp đại đi dưa mơ một quạt nơi ngày ní quạt mình ai đạo vi tơ chi pi bản tề. Sư say mô ngọc ba tờ rột niềng hai tờ lọp tờ bẩn tục vinh. Nét tiếng pi thlop ban pra tầm rong này ca su sốc tục ní ruột hai ca pi pi nằm môn krao pi ní. Sư say mô đăng thả tu quát nỉ dây chỉ mùi niêng cỏ đòi đi dư mình ao pơ nâng quạt lại. Sư say mô ban bất vía hai dốc cầm bất trong krao mùi chương chênh pi trong vi tre vì hạ đôi chỉ vi mình trơ ban pra sầm rạp à dục. Sư say mô ban xoay rột chung vinh môn pe quát dốc đông thmo chênh quát mơ tờ giang ô là rịch pe quát pro tức lơ vía miên quần lư trang tổ chẹ nơi khung này rồi bỏ quát pe quát một cầm bật. Mùi sần tu krao mộc su si mô hạ đôi chỉ cất rương ở vậy mùi quát ban rôn thvia bạc hai mơ tờ đi vừa đại nơi ti thlia cả nhà đi dư sầm rạ sân hai ngày ní. Nẹ mình trơ chênh pi bẩn tục rồi bỏ nẹ tề pro sân ba nẹ lư sầm lên na mùi nơi dục nì. Đi dư mình ban thưa ca tha thập bài tề niêng nơi tai tổ chẹ nâng nơi ngài. Sư say mô mình ai chui ban bẩn tai miên cùng nết chầm lại mùi nơi không có ba rồi bỏ quạt. Đi dư đại nơi pi một quạt rồi điên nâng nì say ẩm tạ. Tệ tôn nâng nì say rồi bỏ niêng nâng vị thi đại niêng pro pret niêng miên chất sắp bồ ró nâng lơ pi ca dốc chất tục đạ khang lô cây pro ngơi cần tai nâng ở vậy đại nơi chung vinh khuôn niêng chỉ vật ẩm tạ bất bạc cọt nâng mình đại thưa ao mình nụ khâng nâng thưa ao mình nụ rong rồi bu nụ tề đòi xa tai mình nụ hò may mình prom lút chủng cung chốt nơi chủng pu một quạt chỉ ca bất na ni kron tại chia cùng nết rồi bỏ quạt bẩn nọ sư say mô mình ban cất tràn bệt tề sư say mô dốc piêng sra pi bẩn tục krom đây nơi ti thlia quạt ban pro lạp hộ chênh hai ban cầm pup sra đỏ khlang mui chủng nuôn nơi tam phơ trò lọc tơ bẩn tục rồi bỏ quạt vinh. Pe tờ đo mọt vía su si mô ban bó piêng sra chênh hai vía bay tờ lơ ắt sra trơ ban cầm pup pi pênh ắt đòi đo khlen khlang. Đi vừa ban khơi tơ đập hiệp tàng mùl miên snam nhâm mình ba lo nơi trong bồ mọt rồi bỏ niềng. Sư say mô ban châu tờ khung bẩn tục bẩn tai mình ban bất vía yang tân tề đòi tục vía chào. Sư say mô ban tờ trong hai bẩn to một cầm bật. Vía trơ ban cầm nọt thả nâng miên phiệp vực vô nơi dục nì. Sư say mô rong chằm. Quát cầm pung rong chằm mình mình nẹ. Giúp ngất ban mộc đỏ. Rúp trong lô mình nẹ đa tam trình chiang hai rồi ơ châu khung vì miên rồi bỏ sư say mô. Quát ban thưa ở miên ca chả là cho yang khlang nơi pe quát chốc mộc lơ ắt rúp bông ngất rồi nhập tờ trong yang rồi hà. Rúp riêng ngất ban rong chăm môi rồi dạ nơi trong ti thlia hạ ngọc ngặt hai mình miên phiệp khóc rồi đây ở vậy bẩn tích so ti bẩm phật rúp ngất có krao cho hai đọc đao mùi pi chẳng kê rồi bỏ quát đao đỏ rồi chẹ ban phư không tình ngất tam rồi dạ bẩn lư nơi đao ní kê ai prap mình cho ba thả chỉ sau đinh gây đại ban châu room không nị cai ẩm tạ chỉ mùi nâng sen mình ghi sau đinh gây cứ chi mình nung mình nẹ đại xoay roka song sức chấm pu ca sau sai đỏ tôi bẩm phật đầm bông lại quát prong rồi dạ chấm pu crusa sơ nâng sư say mô đại miên cất yos khang ca sực xả. Lơ ní, sư say mô trơ ban cắt bẩn thoi mọc chi mình nút thom đàm nẹ, khả nạ pe đại quát ban châu room chỉ mùi nị cai ẩm tạ, lang đo cầm pu thmei quát nâng mình an nhạt ở sư say mô từ đời sru nút tê krao pi ní, quát nâng sầm lập sư say mô đòi khmiên nẹ na đâng nơi dục ní, hai chạ tranh pi krong ping yeng chỉ mùi perfected keng lang nơi ngày sai. Bảo tu chỉ crusa su đâng rương khiết cam cỏ đòi, có kê mình hiên bằng co bành hà đài, ba mình đôi chne tê, perfected keng lang, ai nâng bằng plan crusa kê tàng mu nơ pe khẩn. Se hơi đinh keun mình miên chùm niên pu tê. Lược lên tại quạt miên cầm lăng nâng cầm lăng cai quạt chư thả, viên nâng nghi sru không ca đọc nẹp rành tuần sỏi. Quạt ban đa giang pro giang hai thông khlen sra đọc lăng quạt ban cờ lệch mơ tơ trung vinh tì thlia, hai banสังเกต khơi thả,
មានពីងស្រាដែលបាក់នៅមុខបន្ទប់មួយហាហាសូវដេងហ្គេនមានអារម្មណ៍ថាមានទំនុកចិត្តគាត់ញឹមពិតណាស់អ្នកមិនធ្លាប់ជួបទុក្ខលំបាកណាមួយពីមុនមកទេហើយសម្រាប់ចិត្តលងទុកសោកនៅក្នុងស្រាអ្នកត្រូវតែស្រវឹងស្លាប់ឥឡូវនេះវាល្អណាស់ខ្ញុំនឹងកាត់សរសៃពួរដៃនិងជើងរបស់អ្នកចេញហើយចំណាយពេលធ្វើទារុណកម្មអ្នកសេហៅដេងហ្គេនក្រវីក្បាលទៅមាត់ទ្វារបន្ទប់ត្រូវបានបិទគាត់មើលតាមទ្វារឃើញថាមានមនុស្សដេកលើគ្រែប៉ុន្តែពន្លឺខ្សោយដូច្នេះគាត់មិនអាចមើលឃើញច្បាស់ទេសេហៅដេងហ្គេនមិនឈប់គិតទេប៉ុន្តែបានរុញទ្វារចំដោយទឹកមុខមើលទៅគួរឲ្យខ្លាចរួចចូលទៅក្នុងបន្ទប់មានក្លិនស្រាកាន់តែខ្លាំងនៅក្នុងបន្ទប់សេហៅដេងហ្គេនងក់ក្បាលហើយដើរដោយលួចលាក់ទៅកាន់គ្រែពេលគាត់រៀបនឹងឡើងលើគ្រែស្រាប់តែមានស្រមោលចេញពីក្រោយទ្វារដូចខ្មោចស្រាប់តែមានពន្លឺត្រជាក់នៅក្នុងទីងឹតសេហៅដេងឃើនមិនទាន់មានប្រតិកម្មនៅឡើយទេហើយគាត់អាចមានអារម្មណ៍ត្រជាក់ដល់ក្ររបស់គាត់វាស្រក់ហើយមានសម្លេងត្រជាក់នៅចិត្តត្រជាក់គាត់ផ្លាស់ទីទៅខ្ញុំនឹងសម្លាប់អ្នកសេហៅដេងឃើនមានអារម្មណ៍ត្រជាក់នៅលើខ្នងរបស់គាត់មានព្រួនពេញខ្លួនប្រាណគាត់ប្រហែលជាមានកាយសម្បទារឹងមាំប៉ុន្តែស៊ឺដេងឃើនមិនអាចបញ្ចេញកម្លាំងបានទេគាត់ដឹងយ៉ាងច្បាស់ថារបស់ដែលនៅនឹងករបស់គាត់គឺជាអាវុធដ៏មុតស្រួចដែលអាចទម្លុះបំពង់ករបស់គាត់បានយ៉ាងងាយស្រួលវ៉ូតើអ្នកជានរណាសេហៅដេងហ្គេនភ័យស្លន់ស្លោមានអារម្មណ៍ថាបំពង់ករបស់គាត់ត្រូវបានចាក់ហើយសារធាតុរ៉ាវក្តៅបានហូរចុះពីរបស់គាត់ទៅទ្រូងរបស់គាត់អារម្មណ៍ពិតជារន្ធត់ណាស់វាហាក់ដូចជាជីវិតរបស់គាត់ហត់បន្តិចប៉ុន្តែគ្មានអ្វីដែលគាត់អាចធ្វើបាននោះទេភ្លាមនោះមាននរណាម្នាក់បានទាញសក់របស់សេហៅដេងហ្គេនដោយបង្ខំហើយច្របាច់គាត់ទៅខាងក្រោយមានការឈឺចាប់រហែកនៅក្នុងស្បែកក្បាលរបស់គាត់មានអារម្មណ៍ថាចិត្តដាច់ក្បាលហើយសេហៅដេងហ្គេនស្រែកទាំងឈឺចាប់ជើងរបស់សេហៅដេងហ្គេនបានទន់ជើងហើយគាត់បានដួលជង្គង់ដោយការឈឺចាប់យ៉ាងខ្លាំងនឹងកាំបិតដែលគំរាមកំហែងដល់អាយុជីវិតនៅរបស់គាត់សេហៅដេងហ្គេនមិនដែលមានអារម្មណ៍ចិត្តស្លាប់ទេចាំមើលថាខ្ញុំជាអ្នកណាអ្នកនៅពីក្រោយគាត់និយាយម្ដងទៀតវាត្រជាក់និងគួរឲ្យខ្លាចហាក់ដូចជាមនុស្សនោះជាខ្មោចមកពីនរកកំពុងស្វែងរកជីវិតរបស់គាត់សេហៅដេងហ្គេនបោះក្បាលទៅក្រោយក្នុងអេរិយាបថចម្លែកដោយបើកភ្នែកមើលទៅលើមួយក្រឡេកទៅមើលមនុស្សហើយសេហៅដេងហ្គេនមានការភ័យខ្លាចក្នុងទីងឹតស៊ូស៊ីម៉ូពុំមានភាពឆ្លាតវៃរបស់អ្នកប្រាញ់ឡើយការបង្ហាញរបស់គាត់គឺអាក្រក់និងគំរាមកំហែងភ្នែករបស់គាត់គឺមុតស្រួចនិងគួរឲ្យខ្លាចទឹកមុខត្រជាក់ជាងកាំបិតមុតក្នុងដៃនៅពេលនេះសេហៅដេងហ្គេនអាចដឹងពីការបដិញ្ញាចិត្តរបស់ស៊ឺសៃម៉ូនិងចិត្តណាដ៏មុតមមក្នុងការសម្លាប់អូទេឥឡូវនេះស៊ឺសៃម៉ូបានបាត់បង់កិត្តិយសផ្នែកសិក្សារបស់គាត់ហើយត្រូវបានកាត់បន្ថយមកជាមនុស្សធម្មតាម្នាក់គាត់ពិតជាធ្ងន់ធ្ងរក្នុងការសម្លាប់ខ្ញុំទេខ្ញុំចូលរួមជាមួយនិកាយអមតៈខ្ញុំមិនអាចស្លាប់ទេគំនិតរាប់ពាន់បានហូរកាត់ចិត្តរបស់សេហៅដេងឃើនក្នុងវិនាទីបំបែកនោះពួកគេទាំងអស់មានបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីរស់សេហៅដេងឃើនញ៉អ្នកមិនអាចសម្លាប់ខ្ញុំបានទេប្រសិនបើអ្នកផ្សេងទៀតដឹងអំពីវាអ្នកមិនអាចគេចផុតពីសេចក្តីស្លាប់បានទេហេស៊ឺសៃម៉ូញឹមជីវិតខ្ញុំគ្មានតម្លៃទេខ្ញុំចង់ឲ្យនរណាម្នាក់ស្លាប់ជាមួយខ្ញុំអ្នកពិតជាសំណាងរបស់អ្នកដែលមករកខ្ញុំអ្នកមិនត្រូវបន្ទោសខ្ញុំចំពោះសេហៅដេងឃើនស្នាមញឹមរបស់ស៊ឺសៃម៉ូនៅក្នុងទីងឹតហាក់ដូចជាគួរឲ្យស្រើបស្រាលសេហៅដេងហ្គេនមានអារម្មណ៍ភ័យខ្លាចកាន់តែខ្លាំងចំពោះសម្លេងស្ងប់ស្ងាត់និងប្រងើយកណ្ដាលរបស់គាត់ឈួតស៊ូស៊ីម៉ូឈួតហើយគាត់ស្ទើរតែស្រែកនៅពេលដែលស៊ឺដេងឃើនមានអារម្មណ៍ថាមានចលនាបន្តិចនៃកាំបិតមុតស្រួចនៅបំពង់របស់គាត់សេហៅដេងហ្គេនមានបញ្ហាផ្លូវចិត្តដោយសារការឈឺចាប់នៅបំពង់ Second Young Master Sir ខ្ញុំសូមអង្វរអ្នកឲ្យទុកជីវិតដ៏ថោករបស់ខ្ញុំនឹងមិនធ្វើអាក្រក់នៅថ្ងៃអនាគតទេលោកគ្រូស៊ូវ័យក្មេងទី2ខ្ញុំសូមស្បត់ថាទោះបីខ្ញុំមានសំណាងគ្រប់គ្រាន់ក្នុងការចូលរួមក្នុងនិកាយអមតៈក៏ដោយខ្ញុំមិនដែលស្វែងរកការសងសឹកនឹងអ្នកទេបើមិនដូច្នេះទេខ្ញុំនឹងទទួលរងនៅការស្លាប់ដ៏ឈឺចាប់ដែលព្រួយរាប់មិនអស់បានចាក់ចូលបេះដូងរបស់ខ្ញុំស៊ឺសៃម៉ូនៅស្ងៀមគាត់ងក់ភ្នែកមើលទៅសេហៅដេងហ្គេនសេហៅដេងហ្គេនភ័យស្លន់ស្លោកាន់តែខ្លាំងចំពោះភាពស្ងៀមស្ងាត់សេហៅដេងហ្គេនមិនអាចប្រាប់ពីអ្វីដែលស្ថិតក្នុងចិត្តរបស់ស៊ឺសៃម៉ូពេលវេលាត្រូវបានបោកបញ្ឆោតដោយគ្រាន់តែពេលដែលសេហៅដេងហ្គេនចិត្តអស់សង្ឃឹមការក្តាប់នៅលើស្បែកក្បាលរបស់គាត់ត្រូវបានបន្ធូរហើយកាំបិតមុតស្រួចនៅលើករបស់គាត់ត្រូវបានដកចេញយឺតបងស៊ឺសៃម៉ូនិយាយដោយត្រជាក់ចំពោះសេហៅដេងហ្គេនពាក្យនេះស្ដាប់ទៅដូចជាសំឡេងអមតៈគាត់មានអារម្មណ៍ហាក់ដូចជាត្រូវបានលើកលែងទោសគាត់បានវាហើយរមៀលចេញពីបន្ទប់លោកសេហៅដេងហ្គេនបានយកដៃគ្រប់មុខរបួសនៅនឹងហើយរត់ទៅទីធ្លាដោយហត់នឿយខ្លាំងបន្ទាប់ពីការរត់គេចពីសេចក្តីស្លាប់ដ៏តូចចង្អៀតសេហៅដេងឃើនបានគ្រវីថ្មិញហើយមានគំនិតអាក្រក់ម្ដងទៀតស៊ឺសៃម៉ូគឺជាអ្នកប្រែម្នាក់ពីមុនគាត់ត្រូវបានរៀបចំប៉ុន្តែឥឡូវនេះគាត់នឹងមិនមានឱកាសរស់រានមានជីវិតទេមានទស្សនវិជ្ជាឃាតកម្មក្នុងភ្នែករបស់សេហៅដេងឃើនគាត់មិនអាចជួយបានតែបែរទៅមើលបន្ទប់ស៊ឺសៃម៉ូឈរនៅមាត់ទ្វារគាត់ស្លៀកសម្លៀកបំពាក់ពណ៌បៃតងជាមួយនឹងកាំបិតមុតស្រួចដែលមានដៃស្តាំមួយជើងភ្នែករបស់គាត់ត្រជាក់គាត់មើលទៅដូចជាខ្លាដែលមានសមត្ថភាពលេបបិទបាក់មនុស្ស
មានអារម្មណ៍ណោឃាតកម្មលើគាត់មានអារម្មណ៍ចំអកក្នុងការបញ្ចេញមិត្តរបស់គាត់ហាក់ដូចជាបានឃើញតាមរយៈ Seo Ding-keun គំនិតអាក្រក់របស់ Seo Ding-keun បានរលាយបាត់ភ្លាម Seo Ding-keun មិនបានដឹងថារបួសត្រង់របស់គាត់មានជម្រៅប៉ុណ្ណាទេហើយគាត់ក៏មិនដឹងថាសឺសៃម៉ូមានល្បិចអ្វីផ្សេងទៀតនៅលើដៃអាវរបស់គាត់ដែរទោះជាយ៉ាងណាក៏ដោយគាត់មិនហ៊ានប្រថុយទៀតទេការសងសឹកគឺជាម្ហូបត្រជាក់ល្អបំផុតជាមួយនឹងនោះ Seo Ding-keun បានរត់ចេញពីភូមិគ្រឹះយ៉ាងប្រញាប់ប្រញាល់សឺសៃម៉ូរងចាំរហូតដល់ Seo Ding-keun ចាក់ចេញយូរមុនពេលគាត់ដកដង្ហើមវែងមុខរបស់គាត់មើលទៅស្លេកការជួបគ្នានេះមានរយៈពេលខ្លីប៉ុន្តែគ្រោះថ្នាក់ប៉ុន្តែសំណាងល្អវាដូចអ្វីដែលគាត់បានទាយសឺសៃម៉ូបានកត់សម្គាល់ព័ត៌មានមួយកំឡុងពេលសន្ទនាជាមួយ Shen Mingi នាងនិង Seo Ding-keun នឹងចាក់ចេញពីទីក្រុង Pyongyang ជាមួយ Perfected Keng Lang នៅថ្ងៃស្អែកសឺសៃម៉ូរំពឹងថា Seo Ding-keun នឹងសងសឹកយប់នេះសឺសៃម៉ូបានគិតចង់ស្វែងរកជំនួយពីគ្រួសារសឺប៉ុន្តែតាមវិធីនេះក្រៅពីពាក់ព័ន្ធនឹងគ្រួសារស៊ូវានឹងមិនផ្លាស់ប្ដូរលទ្ធផលតាមវិធីណាមួយឡើយនេះគឺដោយសារតែ Seo Ding-keun មិនអាចត្រូវបានគេសម្លាប់គាត់លែងជាអ្នករើសអើងដែលគាត់ធ្លាប់ធ្វើទៀតហើយផ្ទុយទៅវិញគាត់ហ៊ាននឹងចូលរួមក្នុងនិកាយអមតៈប្រសិនបើគាត់ស្លាប់នោះ Perfected Keng Lang ច្បាស់ជាមករកគាត់ដល់ពេលនោះតើនរណាអាចខាត់គាត់សឺសៃម៉ូមិនដែលសម្លាប់នរណាម្នាក់ពីមុនមកទេប៉ុន្តែនៅពេលដែលកាំបិតបានប៉ះបំពង់របស់ Seo Ding-keun គាត់មិនភ័យខ្លាចឬភ័យខ្លាចតិចបំផុតនោះទេផ្ទុយទៅវិញគាត់រំភើបបន្តិចហើយចង់សាកល្បងគាត់មិនបាននិយាយស្ដីអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែកនោះទេមេឃអាចនឹងដួលរលំឬដីអាចនឹងលិចគាត់នឹងអាចបំបត្តិការតានតឹងចិត្តរបស់គាត់ប្រសិនបើគាត់សម្លាប់ការសម្លុតនោះពិតជាលយមែនសឺសៃម៉ូពិតជាមានចេតនាសម្លាប់មនុស្សគាត់មិនបានខ្លាញ់បន្លំវាទេស្ទើរទប់ចិត្តមិនរួចចង់យកកាំបិតចាក់នេះជាលើកទី1ហើយដែលសឺសៃម៉ូបានរកឃើញថាឈាមដែលហូរចូលខាងក្នុងគាត់មិនមែនជាឈាមអ្នកប្រាជ្ញនោះទេប៉ុន្តែជាឧត្តមសេនីយ៍នៅក្នុងសមរភូមិដែលធ្លាប់សម្លាប់ឬពីសត្វព្រៃដែលជឿដោយភ្នែកកំខាងគាត់ប្រហែលជាធ្លាប់មានកិត្តិយសខាងវិជ្ជាប៉ុន្តែគាត់មិនអាចបញ្ឈប់ជនទុច្ចរិតបានទេផ្ទុយទៅវិញវាគឺជាកាំបិតដ៏មុតស្រួយរបស់គាត់ដែលបានបញ្ជូនពួកគេទៅឆ្ងាយការសិក្សាដ៏លំបាកជាយូរឆ្នាំមិនអាចប្រៀបធៀបនឹងភាពមុតរបស់កាំបិតបានឡើយសឺសៃម៉ូសើចដាក់ខ្លួនឯងអ្នកប្រាញ់ពិតជាគ្មានប្រយោជន៍ទេគាត់អាចធ្វើបានច្រើនណាស់សឺសៃម៉ូបានត្រឡប់ទៅបន្ទប់វិញគាត់បោះកាំបិតចោលដេកលើគ្រែប៉ុន្តែគាត់មិនបានដេកទាល់តែសោះគាត់ព្រួយបារម្ភអំពីរឿងមួយដោយសារនិស្ស័យរបស់ Seo Ding-keun គាត់ប្រកាសជាត្រឡប់ទៅទីក្រុង Pyongyang វិញបន្ទាប់ពីការដាំដុះនិងស្វែងរកការសងសឹកចំពោះអ្វីដែលបានកើតឡើងនៅថ្ងៃនេះគាត់នឹងជួបទីបញ្ចប់របស់គាត់នៅពេលនោះវាប្រហែលជាមួយខែក្រោយមកឬប្រហែលជាមួយឆ្នាំក្រោយមកឬ10ឆ្នាំក្រោយមកយ៉ាងណាមិញ Seo Ding-keun នឹងត្រឡប់មកវិញសឺសៃម៉ូដឹងវាច្បាស់ប៉ុន្តែគាត់ត្រូវអត់អន់ចំពោះទង្វើដ៏អាក្រក់របស់គាត់នៅថ្ងៃនេះនោះគឺដោយសារតែប្រសិនបើគាត់សម្លាប់ Seo Ding-keun គាត់ច្បាស់ជាស្លាប់នៅថ្ងៃស្អែកយ៉ាងណាមិញប្រសិនបើគាត់លែង Seo Ding-keun យ៉ាងហោចក៏នៅមានក្តីសង្ឃឹមភ្លឺថ្លាដែរក្តីសង្ឃឹមដ៏ភ្លឺស្វាងគឺថាគាត់នឹងអាចទទួលបានសមត្ថភាពទប់ទល់នឹងគាត់មុនពេល Seo Ding-keun ត្រឡប់មកវិញបន្ទាប់ពីបញ្ចប់ការដាំដុះរបស់គាត់ប៉ុន្តែតើវាអាចទៅរួចទេតើអ្វីជាសវិញ្ញាណហេតុអ្វីបានជាគាត់មិនមានទេសវិញ្ញាណហេតុអ្វីបានជាគាត់មិនអាចដាំដុះដោយគ្មាននាសវិញ្ញាណហេតុអ្វីសឺសៃម៉ូមានអារម្មណ៍ច្របូកច្របល់គាត់ចង់ដឹងចង់ឃើញអំពីនិកាយអមតៈហើយមានការងឿងឆ្ងល់អំពីអនាគតត្របកភ្នែករបស់សឺសៃម៉ូមានអារម្មណ៍ថាធ្ងន់ហើយគាត់បានរសាត់ទៅដេកសឺសៃម៉ូមានសុបិនចម្លែកនៅក្នុងសុបិនអមតៈបានខ្សឹបប្រាប់ត្រចៀករបស់គាត់តើអ្នកចង់ដាំដុះទេបាទស៊ូស៊ីម៉ូចង់ធ្វើរឿងនោះគាត់មិនដែលមានអារម្មណ៍ចង់មានអំណាចពីមុនមកទេសឺសៃម៉ូមានអារម្មណ៍ថាមានអ្វីប្លែកសឺសៃម៉ូភ្ញាក់ព្រឹតបន្តិចក្រោយមកគាត់អង្គុយភ្លាមមានភាពមិនច្បាស់លាស់នៅក្នុងភ្នែករបស់គាត់ហើយក្នុងរបស់គាត់ត្រូវបានសើមដោយញើសសច្ចៈទីបំផុតគាត់បានដឹងថាអ្វីដែលខុសនេះមិនមែនជាសុបិនទេមានគេសួរថាតើគាត់ចង់បណ្ដុះឬអត់សឺសៃម៉ូបានក្រោកឡើងហើយបើកទ្វារដោយឃើញទិដ្ឋភាពដែលគាត់មិនអាចបំភ្លេចបានក្នុងមួយជីវិតរបស់គាត់មានសម្រស់ដ៏អស្ចារ្យមួយនៅជាប់នឹងដើមផ្កាភីកក្នុងទីធ្លានាងស្លៀករ៉ូបពណ៌ក្រហមឈាមនាងឈរនៅទីនោះដោយភ្នែកភ្លឺសម្លឹងមើលគាត់យ៉ាងស្ងៀមស្ងាត់ពុកហាក់ដូចជាបានបែកខ្ចាត់ខ្ចាយហើយពន្លឺព្រះច័ន្ទច្បាស់ដូចទឹកផ្កានៃផ្កាប៉េះបានធ្លាក់ពីដើមឈើហើយស្ត្រីនោះកំពុងឈរនៅកណ្ដាលវាហាក់ដូចជាមានអាប់និងពកនៅពេលប្រឡប់នេះមិនមើលទៅដូចពិភពរម៉ៃស្លាប់ទេតើអ្នកចង់ដាំដុះទេឌីយឺស៊ូម្ដងទៀតសំឡេងរបស់នាងទន់ភ្លន់និងរីករាយហាក់ដូចជាខ្ជិលបន្តិចសឺសៃម៉ូដកដង្ហើមធំហើយស្ងប់ស្ងាត់បន្តិចម្ដងគាត់មានចម្ងល់នឹងការសង្ស័យជាច្រើនប៉ុន្តែគាត់អាចនិយាយបានតែមួយពាក្យប៉ុណ្ណោះបាទខ្ញុំនឹងបង្រៀនអ្នកឌីយឺឆ្លើយដោយមិនស្រួលវាហាក់ដូចជាការបង្រៀនសឺសៃម៉ូគឺជាការងារសាមញ្ញដូចជាការហូបចុកឬការស្លៀកពាក់
ស៊ឺសៃម៉ូបានដើរចុះតាមជណ្ដើរថ្មហើយឈប់នៅមុខឌីយឺគាត់សម្លឹងមើលកែភ្នែកស្រឡះថ្លារបស់នាងឌីអេវើក៏សម្លឹងមើលគាត់ដែរមួយសន្ទុះក្រោយមកស៊ឺសៃម៉ូបានដឹងថាស្ត្រីនៅចំពោះមុខគាត់ដូចជាអាចកំបាំងគាត់មិនអាចមើលឃើញតាមរយៈនាងតតែសោះផ្ទុយទៅវិញស៊ឺសៃម៉ូមានអារម្មណ៍ដូចជាឌីយឺមើលឃើញគាត់ហើយគាត់មិនអាចលាក់អាចកំបាំងណាមួយពីនាងបានទេមួយសន្ទុះស៊ូស៊ីម៉ូគិតយ៉ាងព្រឺព្រួចថាឌីយឺដឹងអ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះគាត់នៅថ្ងៃនេះនាងដឹងគ្រប់យ៉ាងថាគាត់កំពុងគិតខ្ញុំគ្មាននឿសវិញ្ញាណទេស៊ឺសៃម៉ូបានចំណាយពេលបន្តិចមុនពេលគាត់និយាយមានបច្ចេកទេសដាំដុះដែលមិនត្រូវការនឿសវិញ្ញាណតើបច្ចេកទេសដាំដុះអ្វីស៊ឺសៃម៉ូបានសួរដោយស្វ័យប្រវត្តិបច្ចេកទេសដាំដុះនៃត្រកូលបិសាចឌីយឺវើបើកភ្នែកធំហើយមានក្លិនពិសេសអំពីនាងទឹកមុខរបស់ស៊ឺសៃម៉ូបានផ្លាស់ប្ដូរហើយគាត់មិនអាចជួយបានប៉ុន្តែដកថយកន្លះជំហានទោះបីជាគាត់មិនដឹងអ្វីអំពីការដាំដុះក៏ដោយស៊ឺសៃម៉ូដឹងថាមនុស្សនិងអារ៉ាស់ជាកម្មសិទ្ធិរបស់ភ្លើផ្សេងគ្នាយោងទៅតាមរឿងព្រេងមានករណីជាច្រើនដែលអារ៉ាស់អច្ឆរិយៈធ្វើបាបមនុស្សតើគាត់ចង់បណ្ដុះបច្ចេកទេសដាំដុះរបស់ត្រកូលបិសាចហើយក្លាយជាបិសាចដែលពូកែសម្លាប់ទេវាមិនចំណាយពេលយូរទេសម្រាប់ស៊ឺសៃម៉ូដើម្បីសម្រេចចិត្តខ្ញុំនឹងរៀនស៊ឺសៃម៉ូមិនដឹងថាគាត់នឹងក្លាយជាយ៉ាងណានាពេលអនាគតប៉ុន្តែគាត់ដឹងថាប្រសិនបើគាត់មិនប្រើឱកាសនេះទេមិនយូរប៉ុន្មាននៅពេលដែល Show Dinkaeun ត្រឡប់មកវិញគាត់ប្រកាសជាស្លាប់ដោយមិននិយាយអំពីអ្វីដែលនឹងកើតឡើងនាពេលអនាគតឌីយឺមិនមានការភ្ញាក់ផ្អើលអ្វីទាំងអស់វាហាក់ដូចជានាងរំពឹងថាស៊ឺសៃម៉ូនឹងនិយាយថាបាទនាងបានបន្តប្រសិនបើអ្នកចង់រៀនបច្ចេកទេសដាំដុះនៃត្រកូលបិសាចអ្នកត្រូវតែយល់ព្រមតាមលក្ខខណ្ឌ2ទី1កុំសួរខ្ញុំអំពីអត្តសញ្ញាណឬប្រវត្តិរបស់ខ្ញុំនឹងបង្រៀនហើយអ្នកនឹងរៀនទី2អ្នកមិនត្រូវប្រាប់អ្នកផ្សេងពីបច្ចេកទេសដាំដុះនេះមិនអីទេស៊ឺសៃម៉ូងក់ក្បាលឌីយឺបានបន្តរឿងមួយទៀតប្រសិនបើអ្នកចង់រៀនបច្ចេកទេសដាំដុះនេះអ្នកនឹងជួបប្រទះនៅគ្រោះថ្នាក់ដែលមិនអាចនឹកស្មានដល់អ្នកអាចបាត់បង់ជីវិតបានគ្រប់ពេលកុំសង្ឃឹមថាខ្ញុំអាចជួយអ្នកបានស៊ូស៊ីម៉ូញឹមតិចជីវិតនិងសេចក្តីស្លាប់ត្រូវបានកំណត់ទុកជាមុនប្រសិនបើមានចម្ងល់ផ្សេងអ្នកអាចសួរទៅមុនបានឌីយឺញឹមតិចនេះជាលើកដំបូងក្នុងរយៈពេល2ឆ្នាំដែលស៊ឺសៃម៉ូបានឃើញស្នាមញឹមនៅលើមុខដីយឺគាត់ងឿងឆ្ងល់នឹងស្នាមញឹមរបស់នាងហើយហាក់ដូចជាបាត់បង់វាប៉ុន្តែស៊ឺសៃម៉ូបានជំរេះគំនិតរបស់គាត់ក្នុងមួយប៉ព្រិចភ្នែកហើយសួរដោយសំឡេងតិចថាតើវិញ្ញាណជាអ្វីតើការដាំដុះគឺជាអ្វីហេតុអ្វីបានជា Perfected កេងឡែងនិយាយថាខ្ញុំមិនអាចដាំដុះដោយគ្មាននឿសវិញ្ញាណការដាំដុះក៏អាចហៅបានថាបណ្ដុះឬបណ្ដុះដូណាក់មានសាលាធំចំណាស់ជាងគេចំនួន3នៃការដាំដុះរបស់មនុស្សគឺអមតៈព្រះពុទ្ធអសរិយិសអ្វីដែលគេហៅថានឿសវិញ្ញាណគឺជាវិធីរបស់និកាយអមតៈហៅវាថាជាទស្សន័យប្រាជ្ញាចំណែកអវិជ្ជាហៅថាសត្វប្រសិនបើមនុស្សម្នាក់មិនមាននឿសវិញ្ញាណទេអ្នកនោះមិនអាចចូលរួមក្នុងនិកាយណាមួយបានឡើយស៊ឺសៃម៉ូបានយល់ពាក្យរបស់នាងអ្វីដែលឌីយឺមានន័យថាការបណ្ដុះបិសាចមិនត្រូវការនឿសវិញ្ញាណទេឌីយឺបន្តមនុស្សមានဉាណ5យ៉ាងគឺការមើលឃើញការស្ដាប់ក្លិនរសជាតិការប៉ះហើយនឿសវិញ្ញាណគឺស្មើនឹងဉាណទី6វាគឺជាគន្លឹះដើម្បីដឹងនៅអេរ៉ែរវាងស្ថានសួគ៌និងផែនដីស៊ឺសៃម៉ូស្រាប់តែឃើញពន្លឺបើគ្មាននឿសវិញ្ញាណនោះមនុស្សម្នាក់មិនអាចមើលឃើញនៅរស្មីនៃស្ថានសួគ៌និងផែនដីហើយមនុស្សម្នាក់មិនអាចបណ្ដុះបានឡើយស៊ឺសៃម៉ូបន្តសួរថាតើមានអាណាចក្រផ្សេងគ្នាក្នុងការដាំដុះដែរឬទេតើអ្នកដាំដុះកម្រិតណាដែល Perfected ខេងឡែងជាកម្មសិទ្ធិនិកាយអមតៈអាចបែងចែកជា Five Condensation Realm Foundation Realm Golden Core Realm Nascent Soul Realm គាត់គឺជាអ្នកដាំដុះអាណាចក្រស្នូមាសមានអាណាចក្រផ្សេងគ្នាចំពោះការដាំដុះអារ៉ាការដាំដុះអមតៈការដាំដុះខ្មោចនិងការដាំដុះព្រះពុទ្ធវាមិនមែនជាមធ្យោបាយដូចគ្នាទេជ្រោះធម្មជាតិដែលមនុស្សគ្រប់គ្នាត្រូវឆ្លងកាត់មានអ្នកដាំដុះជាច្រើនប៉ុន្តែពាក់កណ្ដាលនៃពួកគេនឹងត្រូវជាប់គាំងនៅលើផ្លូវនៃស្នូមាសដោយគ្មានសង្ឃឹមជោគជ័យការដាំដុះគឺដើម្បីផ្គប់ចិត្តសណ្ដាប់ធ្នាប់ធម្មជាតិហើយដណ្ដើមយកនៅភាពល្អនៃឋានសួគ៌និងផែនដីនៅពេលដែលមនុស្សម្នាក់បានចូលដល់ផ្លូវនៃស្នូមាសមានន័យថាមនុស្សម្នាក់បំបែកក្រណាំងនៃឋានសួគ៌និងផែនដីជាលើកដំបូងអាយុកាលរបស់មនុស្សអាចកើនឡើងដល់500ឆ្នាំមានពាក្យថានៅពេលដែលលេបថ្នាំអេលីសើនោះជីវិតរបស់មនុស្សនឹងមិនអាចសម្រេចបានឡើយឌីយឺបន្តបច្ចេកទេសដាំដុះដែលអ្នកនឹងរៀនចែកចេញជា9ផ្នែកផ្នែកទី1គឺ Body Tempering ផ្នែកទី2គឺ Tendons Transformation ផ្នែកទី3គឺការពង្រឹងឆ្អឹងផ្នែកទី4គឺ Marrow Cleansing ផ្នែកទី5គឺ Orifice Clearing ផ្នែកទី6គឺ Orifice Clearing ផ្នែកទី7គឺជា Core Formation ប្រសិនបើអ្នកចង់សងសឹកតើបច្ចេកទេសដាំដុះនេះមានឈ្មោះអ្វីស៊ឺសៃម៉ូស៊ូអាចកំបាំងបុរាណនៃស្ដេចបិសាចទាំង12នៃទីហោស្ថានដ៏អស្ចារ្យស៊ឺសៃម៉ូភ្ញាក់ផ្អើលគាត់អាចមានអារម្មណ៍ថាមានអារម្មណ៍ភ័យខ្លាចខ្លាំងឡើងមករកគាត់នៅពេលនិយាយអំពីចំណងជើងវាថប់ដង្ហើម Body Tempering ដែលជាផ្នែកទី1នៃអាចកំបាំងបុរាណនៃស្ដេចបិសាចទាំង12នៃទីហោស្ថានដ៏អស្ចារ្យ
អាចបែងចែកជាពីរផ្នែកដើម្បីធ្វើឲ្យស្បែកនិងសាច់រឹងឡើងវិញមានវិធីដកដង្ហើមនិងការផុតកំណត់ខុសគ្នាបច្ចេកទេសនិងចលនាដែលត្រូវគ្នានឹងវាមានពន្លឺបិសាចនៅក្នុងភ្នែករបស់ឌីយេវើក្រោយមកមានការសូត្រធម៌យ៉ាងវែងនិងស៊ីជម្រៅជាច្រើននៅក្នុងចិត្តរបស់ស៊ូស៊ីម៉ូមិនមានភ្នំអមតៈឬទឹកថ្លាឋានស៊ូកូ Grotto Heaven ឬវិមានត្បូងពេជ្រស៊ឺសៃម៉ូបានចាប់ផ្ដើមនៅលើផ្លូវទៅកាន់ការដាំដុះនៅទីធ្លាដែលមិនច្បាស់លាស់ក្រោមដើមផ្កាផ្លែពេជ្រដែលរីកពេញផ្កាវាហាក់បីដូចជាធម្មតានិងចៃដន្យប៉ុន្តែវាក៏មានអារម្មណ៍ថាដូចជាអ្វីគ្រប់យ៉ាងត្រូវបានកំណត់ទុកជាមុនមិនយូរប៉ុន្មានការបំផុសគំនិតផុតសុពលភាពរបស់ស៊ឺសៃម៉ូបានប្រែក្លាយបន្តិចម្ដងក្រោមការណែនាំរបស់ឌីយឺនេះហាក់មិនដូចជាវិធីដកដង្ហើមរបស់មនុស្សធម្មតាទេបន្ទាប់ពីត្រូវបានកែតម្រូវម្ដងហើយម្ដងទៀតនិងឆ្លងកាត់ការអនុវត្តរាប់មិនអស់ស៊ូស៊ីម៉ូហាក់បីដូចជាត្រូវបានព្យួរជាមួយនឹងការដកដង្ហើមនិងការផុតកំណត់នេះរាងកាយរបស់គាត់មានអារម្មណ៍កក់ក្ដៅហើយឈាមនិងសាច់របស់គាត់ហាក់ដូចជាកំពុងឆេះនិងឆ្អិនប្រៃទៅជាថាមពលគ្មានព្រំដែនពុះទៅលើផ្ទៃស្បែករបស់គាត់ស៊ឺសៃម៉ូមានអារម្មណ៍រមាស់នៅលើស្បែករបស់គាត់វិធីដកដង្ហើមស្គមស្គាំងនេះមានប្រភពមកពីស្ដេចបិសាចព្រៃមនុស្សម្នាក់អាចអនុវត្តនៅពេលធ្វើដំណើរឬពេលអង្គុយឬគេងមិនមានឥរិយាបថច្បាស់លាស់សម្រាប់វាទេឆ្អឹងជំនីរមានភាពទន់និងមានស្បែករឹងកាំបិតឬដាវនឹងមិនអាចជ្រាបចូលបានឡើយចំណាយពេលរបស់អ្នកដើម្បីដឹងគុណវាដោយឃើញថាការដកដង្ហើមរបស់ស៊ឺសៃម៉ូដើរលើផ្លូវត្រូវបន្តិចម្ដងឌីយឺបានងាកទៅបន្ទប់របស់នាងវិញដោយមិនរំខានគាត់ឡើយស៊ឺសៃម៉ូបានជ្រមុជក្នុងវិធីដកដង្ហើមដ៏អស្ចារ្យនេះជាយូរមកហើយគាត់អាចមានអារម្មណ៍ថាស្បែករបស់គាត់កាន់តែតឹងរឹងជាងមុននិងមានកម្លាំងកាន់តែខ្លាំងជាមួយរាល់វដ្តដង្ហើមយប់បានរសាត់ស៊ឺសៃម៉ូបានបាត់បង់ពេលវេលាគាត់ថែមទាំងភ្លេចថាគាត់នៅឯណាទ្រង់ផ្ដោតទៅលើការយល់នៅធម៌ទេសនានិងការដកដង្ហើមនិងការផុតដង្ហើមកាំរស្មីដំបូងនៃពន្លឺព្រះអាទិត្យបំភ្លឺផ្នែកនៃមេឃស៊ឺសៃម៉ូស្រឡាំងកាំងពេលដឹងថាមានអ្វីមួយរឹងនិងខ្លាំងហាក់ដូចជាកំពុងចេញពីក្បាលបែរមុខទៅមេឃមានពីរនាក់នឹងនៅពេលនេះស៊ឺសៃម៉ូហាក់បីដូចជាបានប្រែក្លាយទៅជាបិសាចបូវ៉ៃនដែលមិនអាចប្រៀបផ្ទឹមបានដោយបានចូលនិងដកដង្ហើមចេញពីស្ថានស៊ូកូនិងផែនដីទាំងមូលងំឌីយឺដែលកំពុងធ្វើសមាធិក្នុងបន្ទប់បានញ័រការក្រឡេកមើលរបស់នាងបានទម្លុះជញ្ជាំងខាងស្ដាំដើម្បីចុះចតលើស៊ឺសៃម៉ូគាត់ពិតជាយល់ពីខ្លឹមសាររបស់វាក្នុងរយៈពេលដ៏ខ្លីនេះមែនទេអូគាត់ពិតជាមានទេពកោសល្យសម្រាប់ការដាំដុះបិសាចមានការសរសើរនៅក្នុងភ្នែកររបស់នាងអ្វីត្បិតតែនាងមិនបានធ្វើចលនាតែមួយក៏ដោយប៉ុន្តែចម្លែកនាងបានបញ្ចប់នៅទីធ្លាហើយបានបង្ហាញខ្លួននៅចំពោះមុខស៊ឺសៃម៉ូផ្ទុះស៊ឺសៃម៉ូដែលបានជ្រមុជក្នុងការដាំដុះត្រូវបានវាប្រហារដោយកម្លាំងខាងក្រៅភ្លាមគាត់បានហោះទៅឆ្ងាយបន្តិចហើយបញ្ឈប់ការដកដង្ហើមនិងការហាត់ប្រាណដែលផុតកំណត់ស៊ឺសៃម៉ូក្រោកពីដីដោយមានអារម្មណ៍វិលមុខបន្តិចគាត់មើលជុំវិញប៉ុន្តែមិនមានមនុស្សនៅទីធ្លានោះទេស៊ឺសៃម៉ូងក់ក្បាលពេលឃើញឌីយឺដែលឈរពីចម្ងាយតើអ្នកកំពុងជួបការស្លាប់ទេឌីយឺលាក់ការសរសើរក្នុងក្រសែភ្នែករបស់នាងហើយជំនួសមកវិញដោយសំឡេងត្រជាក់អ្វីស៊ឺសៃម៉ូងឿងឆ្ងល់ឌីយឺបានក្រវីដៃអាវនៃអាវរបស់នាងហើយកញ្ចក់ទឹកភ្លឺចាំងផុសចេញពីកន្លែងណាដែលមិនអាចមើលឃើញនៅមុខស៊ឺសៃម៉ូស៊ឺសៃម៉ូមើលទៅមិនច្បាស់នេះគឺហួសពីការស្មានរបស់គាត់ស៊ូស៊ីម៉ូឃើញការឆ្លុះកញ្ចក់ទឹកភាពភ្ញាក់ផ្អើលតើនេះអាចជាយ៉ាងដូចម្ដេចស៊ឺសៃម៉ូដើមឡើយនៅផ្នែកស្ដើងប៉ុន្តែការឆ្លុះបញ្ចាំងរបស់គាត់នៅក្នុងកញ្ចក់ទឹកគឺស្ដើងជាងសំណងដើមរបស់គាត់ឆ្ងាយណាស់គាត់ហាក់ដូចជាស្លេកស្លាំងប្រសិនបើមិនមែនសម្រាប់មុខមាត់ដែលធ្លាប់ស្គាល់នឹងរូបរាងថ្ពាល់ទេនោះស៊ឺសៃម៉ូមិនអាចជឿថាមនុស្សនៅក្នុងកញ្ចក់ទឹកគឺជាខ្លួនឯងនោះទេមិនថាការប្រតិបត្តិបែបណាទេអំណាចនឹងមិនលេចចេញជាខ្យល់អាកាសទេអ្នកបង្កាត់ភ្លើងពីអមតៈព្រះពុទ្ធនិងនិកាយអច្ឆរិយៈយកអត្ថយុទ្ធន័យឋានស៊ូកោនិងផែនដីមកក្នុងខ្លួនចំណែកពួកបិសាចខ្លាំងជាងនោះនឹងប្រើខ្លឹមសារនៃព្រះអាទិត្យនិងព្រះច័ន្ទដើម្បីរឹងរាងកាយអ្នកមិនទាន់បានដល់ឋាននោះនៅឡើយនឹងស្លាប់ក្នុងរយៈពេល3ថ្ងៃអញ្ចឹងស៊ឺសៃម៉ូភ្ញាក់ផ្អើលអ្នកនឹងត្រូវលេបសាច់និងឈាមដោយធម្មជាតិដើម្បីបំពេញថាមពលរបស់អ្នកមុនពេលអ្នកបន្តការដាំដុះរបស់អ្នកពេលនិយាយពីការញ៉ាំក្រពះរបស់ស៊ឺសៃម៉ូចាប់ផ្ដើមស្រែកគាត់មានអារម្មណ៍ឃ្លានខ្លាំងដែលស្ទើរតែធ្វើឲ្យគាត់ឆ្កួតស៊ូស៊ីម៉ូប្រញាប់ទៅផ្ទះបាយក្នុងល្បឿនរន្ទះក្នុងរយៈពេលតិចជាង1/4នៃ1ម៉ោងគាត់បានសម្អាតអ្វីគ្រប់យ៉ាងដែលអាចបរិភោគបាននៅក្នុងផ្ទះបាយហើយគូសវាចុះពោះរបស់គាត់មុនពេលដែលគាត់បានសម្រាលភាពឃ្លានរបស់គាត់បន្តិចស៊ឺសៃម៉ូទើបតែដឹងរហូតមកដល់ពេលនេះថាគាត់មិនបានដេកពេញមួយយប់គាត់មិនត្រឹមតែមិនមានអារម្មណ៍នឿយហត់នោះទេផ្ទុយទៅវិញគាត់មានភាពស្វាហាប់និងពោពេញដោយកម្លាំងស៊ូស៊ីម៉ូបានយកអាងដៃស្តើងនៅក្បែរគាត់ហើយច្របាច់វាគាត់មានស្នាមមេដៃច្បាស់លើអាងដៃប៉ុណ្ណឹងខ្លាំងម្លេះស៊ឺសៃម៉ូមានការភ្ញាក់ផ្អើលជាសម្ងាត់ចំពោះខ្លួនឯងគាត់បានឆ្លងកាត់ការផ្លាស់ប្ដូរដ៏ធំមួយជាមួយនឹងការដាំដុះតែមួយយប់ស៊ឺសៃម៉ូពោពេញដោយទំនុកចិត្តនៅថ្ងៃខាងមុខខ្ញុំគិតថាទោះបីសូឌីងហ្គេអ៊ឺនត្រឡប់មកពីនិកាយអមតៈក៏ដោយខ្ញុំនឹងមានសមត្ថភាពប្រយុទ្ធជាមួយគាត់
នៅពេលនេះស៊ឺសៃម៉ូនៅតែមិនទាន់ដឹងពីភាពភ័យខ្លាចនៃ The Mystic Classic of the 12 Demon Kings of Great Wilderness បច្ចេកទេសដាំដុះនេះគឺជាកម្ពុជាបិសាចបុរាណដែលរំខានដល់តុល្យភាពនៃយិននិងយើងចាប់យកបរិយាកាសល្អនៃឋានសួគ៌និងផែនដីផ្លាស់ប្ដូរសកលលោកនិងបង្វែរថាមពលដ៏សំខាន់នេះគឺជាអ្វីដែលមិនមែនជារបស់ពិភពលោកនេះនៅថ្ងៃទី2ស៊ូស៊ីម៉ូបានទៅផ្សារទាំងព្រលឹមដើម្បីទិញគោក្របីជាអាហារសម្រាប់ប៉ុន្មានថ្ងៃបន្ទាប់ពីដាក់ពួកគេមួយឡែកស៊ូស៊ីម៉ូបានចូលទៅបន្ទប់របស់ឌីយឺវើដោយគោះទ្វារកញ្ញាស្លាប់ដើម្បីឲ្យស៊ឺសៃម៉ូភ្ញាក់ផ្អើលទ្វារបានបើកយឺតនៅពេលគោះរបស់គាត់ទោះបីមេភ្លឺយ៉ាងណាក៏បន្ទប់ងឹតយ៉ាងចម្លែកចូលមកសំឡេងរបស់ឌីយឺវើអាចស្វែងចេញពីបន្ទប់ស៊ឺសៃម៉ូដកដង្ហើមធំហើយឈានជើងចូលបន្ទប់ស៊ឺសៃម៉ូមិនអាចជួយអ្វីបានក្រៅពីមានអារម្មណ៍ចម្លែកគាត់ហាក់ដូចជាបានឆ្លងកាត់វាំងនន្ទឹកទន់និងត្រជាក់ចូលទៅក្នុងពិភពមួយផ្សេងទៀតស៊ឺសៃម៉ូមើលហើយភ្ញាក់ផ្អើលការមើលឃើញនៅពីមុខគាត់គឺមិនមែនជាបន្ទប់របស់ឌីយឺទៀតទេផ្ទុយទៅវិញវាមានទំហំធំជាងផ្ទះរបស់គាត់ឈរនៅលើវាលស្មៅពណ៌បៃតងហើយមានធុងឈើមួយដែលមានកម្ពស់ជាងពាក់កណ្ដាលបន្តិចដូចមនុស្សធម្មតាឌីយឺអង្គុយផ្អៀងលើថ្មពណ៌បៃតងដ៏ធំដោយខ្ជិលជុំវិញថ្វីត្បិតតែនាងមានអាវធំពណ៌ក្រហមឈាមដ៏ធំនៅជុំវិញនាងក៏ដោយក៏វាមិនអាចលាក់បាំងនៅរូបរាងស្លីមនិងស្រស់ស្អាតរបស់នាងបានឡើយនេះគឺស៊ូស៊ីម៉ូបើកមាត់តិចឌីយឺបានបង្ហាញសមត្ថភាពដែលមិនអាចយល់បានយ៉ាងច្រើនដល់គាត់ក្នុងរយៈពេលមួយថ្ងៃសម្រាប់គាត់វាពិតជាចម្លែកនិងគួរឲ្យចាប់អារម្មណ៍នេះគឺជាការបញ្ចូលវត្ថុធំបំផុតទៅក្នុងរបស់តូចបំផុតអ្នកនឹងយល់នៅពេលអ្នកទៅដល់អាណាចក្រជាក់លាក់មួយមិនចាំបាច់គិតច្រើនពេកអំពីវានៅពេលនេះទេឌីយឺបានឆ្លើយតបដោយទុកកន្លែងសម្រាប់ការសង្ស័យនេះជាកន្លែងដាំដុះដែលខ្ញុំបានបង្កើតហើយអ្នកនឹងដាំដុះនៅទីនេះនាពេលអនាគតឌីយឺលោតចុះពីថ្មពណ៌បៃតងខ្ញុំនឹងបង្រៀនអ្នកនៅស្ទីល3បន្ថែមទៀតទាំងនេះត្រូវបានគេហៅថារចនាប័ទ្មត្រីបវិនអនុវត្តវាដោយភ្ជាប់ជាមួយវិធីសាស្ត្រនៃការដកដង្ហើមនិងការផុតកំណត់ស្ទីលទី1គឺ Flow Haven Stride ថ្មីត្បិតតែមានរចនាប័ទ្មតែមួយក៏ដោយវាតែងតែផ្លាស់ប្ដូរវាគឺជាវិធីតែមួយគត់ដើម្បីបណ្ដុះកម្លាំងជើងពេលកំពុងនិយាយឌីអ៊ីវើបានដើរលើស្មើស៊ឺសៃម៉ូបើកភ្នែកធំហើយផ្ដោតលើអ្វីដែលនាងកំពុងធ្វើដោយសម្លឹងមើលគ្រប់ជំហាននិងចលនារបស់ឌីយឺព្រោះខ្លាចថាគាត់នឹងខកខានព័ត៌មានលម្អិតបន្ទាប់ពី2-3ជំហានស៊ឺសៃម៉ូបានយល់យ៉ាងច្បាស់នៅអ្វីដែលឌីយឺកំពុងនិយាយអំពីវាហាក់ដូចជាមិនមានអ្វីដែលគួរឲ្យចាប់អារម្មណ៍អំពីជំហានរបស់នាងប៉ុន្តែប្រសិនបើគាត់សង្កេតដោយយកចិត្តទុកដាក់គាត់បានរកឃើញថាឌីយឺហាក់ដូចជាកំពុងធ្វើដំណើរឆ្លងកាត់ទឹកភក់នាងបានទាញទ្រូងរបស់នាងបន្តិចហើយលើខ្នងពុតជង្គង់និងបន្ទាបកណ្ដាលទំនាញរបស់នាងមិនដែលលុតជង្គង់ហួសម្រាមជើងឡើយប៉ុន្តែការបោះជំហានរបស់នាងគឺធំណាស់នាងហាក់ដូចជាបានកន់នាចម្ងាយរវាងជំហាននីមួយពិតជាដូចគ្នាមែនឌីយឺបានឈប់នៅក្នុងផ្លូវរបស់នាងហើយងាកទៅមើលស៊ឺសៃម៉ូវេនរបស់អ្នកស៊ឺសៃម៉ូមិនប្រញាប់ប្រញាល់ហាត់ទេផ្ទុយទៅវិញគាត់បានឈរនៅនឹងកន្លែងយ៉ាងយូរដើម្បីសញ្ជឹងគិតមុនពេលគាត់ឈានជើងជំហានដំបូងស៊ឺសៃម៉ូទើបតែបានបោះជំហានដំបូងហើយគាត់យល់ថាគាត់បានធ្វើខុសឌីយឺបានមកខាងស៊ឺសៃម៉ូដោយមិនបញ្ចេញមតិអ្វីទាំងអស់នាងបានពង្រីកជើងរបស់នាងហើយបានទាត់បន្តិចនៅជើងរបស់ស៊ឺសៃម៉ូស៊ឺសៃម៉ូដកដង្ហើមធំការទាត់របស់ឌីយឺបានធ្វើឲ្យមានការឈឺចាប់មិនអាចទ្រាំបាននៅផ្លូវរបស់គាត់មានអារម្មណ៍ហាក់ដូចជាមាននរណាម្នាក់ចាក់ជើងគាត់ដោយគ្មានមេត្តាកាន់តំណែងនេះបន្តសំឡេងប្រងើយកណ្ដាលរបស់ឌីយឺអាចារ្យនៅក្នុងបន្ទប់ស៊ឺសៃម៉ូបានបន្ទាបក្បាលរបស់គាត់ហើយបានដឹងថាបន្ទាប់ពីត្រូវបានទាត់ដោយឌីយឺជើងដែលលាតសន្ធឹងមានសភាពស្រដៀងទៅនឹង Flow Haven Stride នាងជួយកែខ្ញុំស៊ឺសៃម៉ូបានយល់ពីចេតនារបស់ឌីយឺស៊ឺសៃម៉ូបានដកបូមាត់របស់គាត់ហើយព្យាយាមរំលឹកពីចំហរបស់ Flow Haven Stride ដោយបោះជំហានមួយទៀតដោយជើងឆ្វេងរបស់គាត់ខុសបាតជើងទើបតែប៉ះនឹងដីហើយសំឡេងរបស់ឌីយឺអាចត្រូវបានគេម្ដងទៀតបន្ទាប់មកមានការឈឺចាប់ត្រង់ជើងឆ្វេងរបស់ស៊ឺសៃម៉ូស៊ឺសៃម៉ូបានកែតម្រូវចំហរបស់គាត់ដោយស្វ័យប្រវត្តិក្រោមការរំញោចនៃការឈឺចាប់នៅក្នុងជើងរបស់គាត់ស៊ឺសៃម៉ូដកដង្ហើមធំមុននឹងបោះជំហានមួយទៀតដោយជើងស្ដាំរបស់គាត់ខុសគាត់អាចទទួលអារម្មណ៍ពីការវាយដែលធ្លាប់ស្គាល់ម្ដងទៀតខុសឈឺចុកចាប់គាត់បានបន្តអនុវត្តហើយត្រូវបានកែសម្រួលម្ដងហើយម្ដងទៀតនៅទីបញ្ចប់ស៊ឺសៃម៉ូមិនអាចសូម្បីតែមានអារម្មណ៍ថាជើងរបស់គាត់វាស្ពឹកពីការទាត់ឥតឈប់ឈររបស់ឌីយឺស៊ឺសៃម៉ូក្តាប់ធ្មេញហៀទឹកមាត់គំនិតតែមួយគត់របស់គាត់គឺថាគាត់ត្រូវតែដើរពេលវេលាបានកន្លងផុតទៅដោយគាត់មិនដឹងទីបំផុតគាត់លែងយាពាក្យថាខុសដែលត្រូវគេមើងងាយគាត់ទៀតវាស្ដាប់ទៅដូចជាសុបិនអាក្រក់សម្រាប់គាត់ស៊ឺសៃម៉ូក៏បានដឹងដែរថាគាត់បានចាប់ផ្ដើមយល់ពីចំណុចសំខាន់នៃការធ្វើដំណើររបស់ Flow Haven Stride មិនចាំអ្វីដែលខ្ញុំបានបង្រៀនអ្នកកាលពីយប់មិញទេស៊ឺសៃម៉ូស្រាប់តែឃើញពន្លឺជាមួយនឹងការរំលឹករបស់ឌី
យឺគាត់បានចាប់ផ្ដើមប្រើវិធីដកដង្ហើមនិងផុតកំណត់ដែលគាត់បានរៀនកាលពីយប់ម្សិលមិញខណៈដែលគាត់ហាត់ផ្លូវ Heaven Stride នៅដើមដំបូងស៊ឺសៃម៉ូមិនអាចអនុវត្តទាំងពីរជាមួយគ្នាបានទេគាត់មិនអាចដកដង្ហើមបានត្រឹមត្រូវទេបន្ទាប់ពីបានបោះជំហានទៅមុខប៉ុន្តែជាមួយនឹងពេលវេលាកន្លងផុតទៅស៊ឺសៃម៉ូបានរកឃើញវិធីមួយដើម្បីប្រើវិធីដកដង្ហើមរួមគ្នាជាមួយផ្លូវ Heaven Stride តាមការពិតវិធីសាស្ត្រដកដង្ហើមនេះបានរួមរស់ជាមួយផ្លូវ Tansuko Street ស៊ឺសៃម៉ូដើរលឿនទៅហើយគាត់លែងមានអារម្មណ៍ស្ពឹកជើងទៀតហើយសាច់និងឈាមរបស់គាត់ហាក់ដូចជាកំពុងឆេះហើយគាត់មានកម្លាំងគ្មានទីបញ្ចប់នៅក្នុងជើងរបស់គាត់ជំហានរបស់គាត់ក៏កាន់តែធំទូលាយផងដែរគាត់មិនបានធ្វើចលនាអ្វីទេប៉ុន្តែគាត់អាចផ្លាស់ទីបាន5 ហ្វីតក្នុងមួយជំហានស៊ឺសៃម៉ូរំភើបចិត្តពេលដឹងថាគាត់រៀនវាត្រឹមត្រូវប៉ុន្តែស៊ឺសៃម៉ូអាចមានអារម្មណ៍មិនច្បាស់លាស់ថាផ្លូវ Heaven Stride របស់គាត់ហាក់ដូចជាខ្វះអ្វីមួយស៊ឺសៃម៉ូសម្លឹងមើលទៅឌីយឺដោយស្វ័យប្រវត្តិដែលអង្គុយលើថ្មពណ៌បៃតងឌីយឺមានទឹកមុខមើងងាយនាងភ្នែករបស់នាងមើងងាយនឹងក្រៀមក្រំស៊ឺសៃម៉ូគិតក្នុងចិត្តខ្លួនឯងថាខ្ញុំពិតជាជំនាញក្នុងការប្រើវិធីដកដង្ហើមនិងផុតដង្ហើមជាមួយផ្លូវ Heaven Stride ហេតុអ្វីនាងនៅតែមើងងាយខ្ញុំស៊ឺសៃម៉ូមានអារម្មណ៍ខឹងជាខ្លាំងហេតុដូច្នេះហើយបានជាគាត់បានអនុវត្តផ្លូវ Heaven Stride ដោយចេតនាដោយបានគូសរង្វង់លើថ្មពណ៌បៃតងហើយរំកិលទៅមុខឌីយឺសើចចំអកបន្ទាប់ពីមួយសន្ទុះតើអ្នកមានបំណងបង្ហាត់ខ្លួនឯងឲ្យក្លាយជាគោទេស៊ឺសៃម៉ូភ្ញាក់ផ្អើលគាត់បានឈប់នៅក្នុងផ្លូវរបស់គាត់ឌីយឺបានអណ្ដែតចុះពីថ្មពណ៌បៃតងហើយចេញទៅខាងក្រៅនាងបាននិយាយយ៉ាងត្រជាក់ថានៅពេលដែលអ្នកអាចយល់ពីអត្ថន័យដ៏ជ្រាលជ្រៅនៃព្យួររស់ឋានស៊ូកុលនោះអ្នកនឹងអាចស្ទាត់នៅខ្លឹមសារនៃលំហាត់ជើងនេះទីបំផុតស៊ឺសៃម៉ូបានដឹងពីអ្វីដែលបាត់នៅក្នុងផ្លូវ Heaven Stride របស់គាត់គ្រប់ជំហានរបស់គាត់គឺត្រូវព្យួររស់ចេញពីឋានស៊ូកុលតើមនុស្សម្នាក់នឹងត្រូវមានភាពក្លាហាននិងកម្លាំងប៉ុណ្ណាដើម្បីធ្វើដូច្នេះទោះបីគាត់មានជំនាញខាងជើងនេះប៉ុន្តែគាត់ខ្វះភាពក្លាហាននិងក្លាហានអ៊ីចឹងគាត់អាចកាត់បានតែគោក្របីដែលព្យួរដីព្យួរមេស៊ឺសៃម៉ូបានបន្តសញ្ជឹងគិតអំពីវាហើយគាត់បានឃើញពន្លឺបន្តិចម្ដងឌីយឺបានដើរចេញពីបន្ទប់ទៅកាន់ទីធ្លាផ្ទះដោយស្នាមញញឹមតិចនៅលើមុខរបស់នាងកនគឺជាអាកប្បកិរិយាដ៏ឃោរឃៅនិងត្រជាក់ដែលនាងបានបង្ហាញនៅចំពោះមុខស៊ឺសៃម៉ូគាត់អាចសម្រេចបាននៅការដាំដុះមួយថ្ងៃនិងមួយយប់គាត់ហាក់ដូចជាល្អជាងខ្ញុំបន្តិចសំឡេងសឹកសៀវរបស់នារីអាចឮតិចនៅក្រោមដើមផ្កាផ្លែប៉េះប៉ុន្តែវាបានបាត់ទៅដោយខ្យល់អស់រយៈពេល1ខែស៊ូស៊ីម៉ូបានចំណាយពេលភាគច្រើននៃការហាត់ប្រាណផ្លូវ Heaven Stride ក្នុងវាលដាំដុះគាត់បានធ្វើការយ៉ាងលំបាកក្នុងការចាប់យកខ្លឹមសារនៃព្យួររស់ឋានស៊ូកុលហើយមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីការងារជើងក្នុងអំឡុងពេលនេះស៊ឺសៃម៉ូម្ដងម្កាលបានចេញទៅទិញគោនិងចៀមហើយគាត់បានឮដំណឹងខ្លះជោគជ័យគឺជាពាក្យដែលតាក់ទងគ្នាវាបាននាំសាច់ញាតិជាច្រើនគ្រួសារឈិននៅទីក្រុងភេងយ៉េងធ្លាប់ជាគ្រួសារសាមញ្ញប៉ុន្តែអ្នកជំនាញខាងជំងឺឆ្កួតជ្រូកជាច្រើនបានធ្វើការឲ្យគ្រួសារឈិនក្នុងអំឡុងពេលនេះក្នុងក្រសែភ្នែកទាំងអស់វាជៀសមិនរួចទេដែលគ្រួសារឈិននឹងឈានទៅរកភាពជោគជ័យដែលរៀបណាឈិនមិញគីទទួលបានជោគជ័យក្នុងការដាំដុះរបស់នាងទោះបីជានាងបានទៅលេងគ្រួសាររបស់នាងម្ដងក៏ដោយវាគ្រប់គ្រាន់ហើយក្នុងការនាំមកនូវភាពជោគជ័យដល់គ្រួសារឈិនជាច្រើនចំនួនអ្នកជំនាញខាងខ្មោចអាចនឹងមានឱកាសចូលរួមជាមួយនិកាយអមតៈពួកគេមិនប្រកាន់ទេទោះបីជាអ្នកបម្រើរបស់គេក៏ដោយផ្ទុយទៅវិញគ្រួសារស៊ូបានជួបបញ្ហាជាបន្តបន្ទាប់ដើមឡើយមានគ្រួសារធំចំនួន3គឺគ្រួសារសៀវគ្រួសារលីនិងគ្រួសារយ៉េងនៅទីក្រុងភេងយ៉េងគ្រួសារស៊ូបានជោគជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាងនេះទៅទៀតស៊ូហុងជាអ្នកជំនាញខាងទំនាក់ទំនងហើយស៊ូស៊ីម៉ូមានកិត្តិយសខាងការសិក្សាដូច្នេះហើយគ្រួសារទាំង4បានរស់នៅដោយសុខដុមរមនាហើយឥឡូវនេះកិត្តិយសរបស់អ្នកប្រាជ្ញរបស់ស៊ឺសៃម៉ូត្រូវបានដកចេញហើយគាត់ត្រូវបានកាត់បន្ថយទៅជាមនុស្សសាមញ្ញម្នាក់គាត់ក៏ធ្វើបាបអមតៈដែលគ្រួសារទាំង3បានធូរស្បើយនិងមិនអាចរងចាំក្នុងការកាន់កាប់អាជីវកម្មរបស់គ្រួសារស៊ើនៅទីប្រជុំជនភេងយ៉េងហើយមានចំនួននិងការប៉ះទង្គិចជាច្រើនរវាងពួកគេទោះជាយ៉ាងណាស៊ឺសៃម៉ូមិនបានយកចិត្តទុកដាក់ទាំងនេះទេមានពូសេងទទួលបន្ទុកក្នុងគ្រួសារស៊ើក៏ដូចជាលេយឺនិងអ្នកជំនាញក្រោយសម្រាប់ផ្សេងទៀតដើម្បីជួយអ្វីដែលសំខាន់បំផុតនោះគឺបងប្រុសរបស់គាត់មិនបាននៅភេងយ៉េងថោនឥឡូវនេះទេនៅពេលដែលគាត់ត្រឡប់មកវិញដោយបានប្រាក់បាច់ដ៏រហ័សរហួននិងខូខើរបស់គាត់នឹងអាចបង្ក្រាបពួកទុច្ចរិតទាំងនោះបានថ្ងៃនេះឌីយឺបានមកជួបស៊ឺសៃម៉ូហើយនិយាយថាខ្ញុំនឹងបង្រៀនអ្នកនៅក្បាច់ពីរផ្សេងទៀតបន្ទាប់មកអ្នកអាចអនុវត្តក្បាច់ទាំង3ជាមួយគ្នាឌីយឺផ្អាកមួយរយៈមុននឹងបន្តរចនាប័ទ្មភាគច្រើននៅក្នុង Mystic Classic of the 12 Demon Kings of the Great Wilderness គឺជាបច្ចេកទេសសម្រាប់រចនាប័ទ្មពីរបន្ទាប់គឺសំដៅលើការសម្រាប់សូមចាំថារចនាប័ទ្មដំបូងការសម្លឹងមើលប្រច័ណ្ឌរបស់បវ៉ែនឌីយឺបានបោះជំហានទៅមុខនោះគឺជាចំហរបស់ផ្លូវ Heaven Stride បន្ទាប់មកនាងងើបទៅមុខដៃនាងស្រាប់តែលាតចេញពីពុះនាងបានក្តាប់កណ្ដាប់ដៃនាងដោយលើកម្រាមដៃចង្អុលឡើងបន្តិចនាងយកម្រាមដៃឡើងលើបន្តិចនៅពេលនេះឌីយឺហាក់ដូចជាបានបាត់ខ្លួននៅមុខស៊ឺសៃម៉ូមកជំនួសវិញ
គឺបិសាចចិញ្ចក់ឈាមដែលមានស្នែងរបស់វាឡើងមកដៃរបស់ដេយីវឺគឺជាស្នែងកណ្ដាប់ដៃដែលច្របាច់ជាមួយនឹងដៃដែលលើកឡើងនៃម្រាមដៃចង្អុលរបស់នាងគឺជាផ្នែកចង្អុលនៃស្នែងផ្លូវ Heaven Stride គឺជាមូលដ្ឋានគ្រឹះសម្រាប់ការក្រឡេកមើលព្រះច័ន្ទរបស់បវ៉ៃនចូលទៅក្នុងជំហរផ្លូវ Heaven Stride ហើយប្រើកម្លាំងនៅចង្កេះនិងពុះក្នុងពេលដំណើរគ្នាបោះកណ្ដាប់ដៃចេញអ្នកត្រូវតែអាចបញ្ចូលថាមពលទៅកាន់កំពូលក៏ដូចជាដើម្បីរុញឡើងលើDAV ពន្យល់យ៉ាងលម្អិតខណៈពេលដែលស៊ឺសៃម៉ូស្ដាប់ដោយយកចិត្តទុកដាក់ទោះបីជាបែបនេះក៏ដោយនៅពេលដែលស៊ឺសៃម៉ូពិតជាបានអនុវត្តវាក៏ដោយវានៅតែជាមិនរួចដែលគាត់ទទួលរងការទាត់ពីកំហុសយឺឈើក្បែរដោយទឹកមុខត្រជាក់នាងនឹងទាត់ឲ្យគេគ្រប់ពេលដែលមានកំហុសតិចតួចបំផុតក្នុងមួយប៉ព្រិចភ្នែកថ្ងៃមួយបានកន្លងផុតទៅស៊ឺសៃម៉ូឃ្លានគាត់ប្រញាប់ទៅសម្រាប់គោគាត់រៀបចំវុកហើយចាប់ផ្ដើមស្ងោរសាច់គោឆ្ងាញ់ពេលកំពុងរងចាំDAVបានលើកអណ្ដាតគោដែលស៊ឺសៃម៉ូបោះចោលដោយនិយាយថាយកកាំបិតមកចាក់ខ្ញុំហេស៊ឺសៃម៉ូភ្ញាក់ផ្អើលគាត់មិនយល់ពីចេតនារបស់DAVទេDAVបានឆ្លើយតបខ្ញុំនឹងបង្រៀនអ្នកនៅស្ទីលទី3មិនមានវិធីបង្ហាញអ្នកពីរបៀបធ្វើវាទេអ្នកនឹងត្រូវដឹងគុណនិងយល់ពីពេលវេលានៃការផ្លាស់ប្ដូរដោយខ្លួនឯងស៊ឺសៃម៉ូដឹងថាសមត្ថភាពរបស់DAVបើទោះជាគាត់បានប្រើកម្លាំងទាំងអស់ក៏ដោយក៏គាត់មិនធ្វើបាបនាងដែរស៊ឺសៃម៉ូបានចាប់កាំបិតហើយចាក់ទៅលើស្មារបស់DAVខណៈពេលដែលផ្ដោតលើការមើលចលនារបស់នាងDAVមើលទៅឆ្ងាយនាងលើកអណ្ដាតគោទន់រលោងហើយប៉ះវាថ្នមលើកាំបិតប៉ះមានសំឡេងផុយស្រួយធ្វើឲ្យស៊ឺសៃម៉ូភ្ញាក់ផ្អើលយ៉ាងខ្លាំងអណ្ដាតគោនៅដដែលខណៈស៊ឺសៃម៉ូសល់តែដៃកាន់កាំបិតប៉ុណ្ណោះដាវបានបែកខ្ទេចខ្ទីមកលើដីស៊ឺសៃម៉ូបានសម្លាប់គោដោយខ្លួនឯងគាត់ដឹងថាអណ្ដាតគោគ្រាន់តែជាអណ្ដាតធម្មតាប៉ុណ្ណោះវាមិនអាចទប់ទល់នឹងការវាយប្រហារពីកាំបិតដ៏មុតនោះទេជាងនេះទៅទៀតស៊ឺសៃម៉ូមិនអាចប្រាប់បានថាDAVបានប្រើកម្លាំងណាមួយនៅពេលនេះទេបើមិនដូច្នោះទេគាត់នឹងមិនកាន់ដៃវានឹងហោះចេញពីដៃរបស់គាត់នេះគ្រាន់តែជាអណ្ដាតគោធម្មតាប៉ុណ្ណោះតែវាបានបំបែកកាំបិតដ៏មុតជាដុំបើអណ្ដាតគោប៉ះមនុស្សជាជាងកាំបិតតើមនុស្សនោះនឹងคล้ายទៅជាម្សៅទេរចនាប័ទ្មទី3ត្រូវបានគេហៅថា Bovine Good Saber វាអាចស្ដាប់ទៅធម្មតាប៉ុន្តែវាតំណាងឲ្យខ្លឹមសារនៃរចនាប័ទ្មនេះ DU បន្តធ្លាប់សួរខ្ញុំថាតើពេលណាទើបអ្នកដឹងថាអ្នកទទួលបានជោគជ័យដំបូងក្នុងការបណ្ដុះស្បែកខ្ញុំសូមប្រាប់អ្នកឥឡូវនេះនៅពេលដែលបាតដៃរបស់អ្នកមានកម្លាំងដូចគ្នាទៅនឹងអណ្ដាតគោនេះអ្នកនឹងត្រូវបានគេចាត់ទុកថាជោគជ័យដំបូងនៅក្នុងវាស៊ឺសៃម៉ូជារឿយបានឮពីអ្នកដទៃថាពេលវេលាបានកន្លងផុតទៅយ៉ាងលឿននៅពេលដែលគេដាំដុះបន្ទាប់ពីគាត់ចាប់ផ្ដើមធ្វើស្រែចម្ការទីបំផុតគាត់បានដឹងថាវាមានន័យយ៉ាងណាជាការភ្ញាក់ផ្អើលរបស់គាត់ស៊ឺសៃម៉ូបានចំណាយពេល3ខែនៅក្នុងវាដាំដុះហើយរាងកាយរបស់គាត់បានឆ្លងកាត់ការផ្លាស់ប្ដូរទាំងស្រុងអ្នកផ្សេងទៀតប្រហែលមិនយល់ពីការផ្លាស់ប្ដូររបស់ស៊ឺសៃម៉ូប៉ុន្តែគាត់ដឹងវាច្បាស់ណាស់ក្នុងអំឡុងពេលនេះគាត់មានជំនាញក្នុងការប្រើប្រាស់ស្ទីលពីរគឺផ្លូវ Heaven Stride និង Bovine Moon Gazing គូផ្សំនឹងវិធីសាស្ត្រដកដង្ហើមនិងផុតកំណត់ស្បែករបស់ស៊ឺសៃម៉ូបានរឹងមាំនិងមិនអាចចូលបានពីដាវនិងកាំបិតធម្មតាគាត់មានអារម្មណ៍ថាមានកម្លាំងខ្លាំងនៅក្នុងគ្រប់ចលនារបស់គាត់រឿងតែមួយគត់ដែលស៊ឺសៃម៉ូពិបាកចិត្តគឺ Saber ដែលនិយាយភាសាបូវីនគាត់មិនអាចទទួលបានអត្ថន័យរបស់វានៅឯវាដាំដុះស៊ូស៊ីម៉ូបានដកដង្ហើមចូលជ្រៅទាញទ្រូងរបស់គាត់បន្តិចហើយដាក់ក្នុងរបស់គាត់ឲ្យត្រង់គាត់បានបោះជំហានទៅមុខដោយជើងឆ្វេងរបស់គាត់ចូលទៅក្នុងជំហររបស់ផ្លូវ Heaven Stride ដើមឡើយនៅពេលដែលស៊ឺសៃម៉ូឈរនៅទីនោះដោយមិនមានចលនាគាត់មើលទៅដូចជាអ្នកប្រាញ់ទន់ខ្សោយប៉ុន្តែនៅពេលដែលគាត់បានបោះជំហានទៅមុខវាមានការផ្លាស់ប្ដូរយ៉ាងខ្លាំងនៅក្នុងអរ៉េរបស់គាត់វាដូចជាប្រសិនបើគាត់មានមេឃទាំងមូលនៅក្រោមជើងរបស់គាត់ស្របពេលជាមួយគ្នានោះស៊ឺសៃម៉ូបានប្រើកម្លាំងនៅចង្កេះនិងពុះដោយដើរកណ្ដាប់ដៃទៅមុខចង្អុលនិងរុញឡើងលើគាត់ហាក់បញ្ចេញសំឡេងស្រទន់ស្រដៀងនឹងសត្វពស់វាមានកម្លាំងខ្លាំងនិងជ្រៅដែលធ្វើឲ្យមនុស្សដទៃភ្ញាក់ផ្អើលនៅពេលអនុវត្តផ្លូវ Heaven Stride និង Bovine Moon Gazing វាជារឿងធម្មជាតិនិងគ្មានការបង្ខំគូផ្សំនឹងវិធីសាស្ត្រដកដង្ហើមនិងការផុតកំណត់វាបានធ្វើឲ្យពួកគេកាន់តែមានកម្លាំងខ្លាំងឡើងDU ដែលអង្គុយលើថ្មពណ៌បៃតងឃើញទិដ្ឋភាពនេះហើយងក់ក្បាលដោយសម្ងាត់បន្ទាប់ពីប្រហារជីវិត Bovine Moon Gazing ស៊ឺសៃម៉ូបានបន្តដោយការបើកកណ្ដាប់ដៃរបស់គាត់នឹងទះកំភ្លៀងយ៉ាងខ្លាំងស្ទីលទី3ភាសា Bovine ភាសា Saber ប៉ះបាតដៃបានបន្លឺសំឡេងយ៉ាងខ្លាំងនៅលើអាកាសស៊ឺសៃម៉ូដកដង្ហើមធំញ័រក្បាលវានៅតែមានអ្វីមួយចេញពីវាបាតដៃមើលទៅរឹងមាំប៉ុន្តែគាត់មិនអាចអនុវត្តភាពបត់បែនរបស់ Saber ដែលប្រើភាសា Bovine បានទេDAV បានបង្វែរការសម្លឹងរបស់នាងទៅកន្លែងផ្សេងវាមានរយៈពេលតែ3ខែប៉ុណ្ណោះប៉ុន្តែស៊ឺសៃម៉ូអាចសម្រេចបានកម្រិតនេះវាបានលើសពីការរំពឹងទុករបស់នាងរួចទៅហើយ Saber ដែលប្រើភាសា Bovine គឺជារចនាប័ទ្មពិបាកបំផុតនិងមានឥទ្ធិពលបំផុតក្នុងចំណោមរចនាប័ទ្ម Tri Bovine វាគ្មានប្រយោជន៍ទេក្នុងការបន្តអនុវត្តមនុស្សម្នាក់នឹងមិនយល់ពីខ្លឹមសាររបស់វាឡើយ
មនុស្សម្នាក់ត្រូវមានអំណាចនៃការយល់ដឹងដើម្បីចាប់យកខ្លឹមសាររបស់វាបើមិនដូច្នេះទេទោះ3ខែក៏មិនអាចជោគជ័យក្នុងរយៈពេល3ឆ្នាំឬ30ឆ្នាំដែរស៊ឺសៃម៉ូមានអារម្មណ៍ខកចិត្តបន្ទាប់ពីបរាជ័យជាបន្តបន្ទាប់ក្នុងរចនាប័ទ្មនេះគាត់បានចាក់ចេញពីចំការហើយដើរលេងក្នុងទីធ្លាដោយមើលជុំវិញដោយចៃដន្យការក្រឡេកមើលរបស់ស៊ឺសៃម៉ូបានធ្លាក់ទៅលើគោដែលកំពុងទំពាស្មើមិនឆ្ងាយហើយគាត់បានឈប់ភ្លាមវាជាគោធម្មតាបំផុតនៅលើទីផ្សារវាត្រូវបានកសិករប្រើដើម្បីភ្ជួរស្រែវាទំពាស្មើក្នុងមាត់វាហើយលេបចូលពុះវាបន្ទាប់មកវាបន្ទាបក្បាលវាហើយយកអណ្ដាតវាទៅបោះលើស្មៅខ្ចីមួយក្តាប់តូចរួចរមៀលវាចូលទៅក្នុងមាត់វាភ្នែករបស់ស៊ឺសៃម៉ូភ្លឺឡើងហើយភ្លាមនោះគាត់បានឃើញពន្លឺស្មៅទន់ភ្លន់គឺជាស្មៅក្រៃធម្មតាបំផុតស្លឹករបស់វាស្ដើងនិងស្ដើងហើយវាមានកែមរាងច្រេះកាលពីកុមារភាពស៊ឺសៃម៉ូត្រូវបានកោសស្លឹកដោយចៃដន្យអណ្ដាតគោទន់ភ្លន់ណាស់ប៉ុន្តែវាមិនខ្លាចស្មៅក្រែទាំងនេះទេបាតដៃជាអណ្ដាតគោរីឯដាវជាស្មៅក្រែនេះគឺជាខ្លឹមសារនៃសេបឺភាសាបូវីនស៊ឺសៃម៉ូរំភើបចិត្តទិដ្ឋភាពដែលគោស៊ីស្មៅបានកើតឡើងក្នុងចិត្តគាត់បានព្យាយាមស្វែងយល់ពីការផ្លាស់ប្ដូរភ្លាមនោះហើយគិតវាម្ដងហើយម្ដងទៀតនៅក្នុងចិត្តរបស់គាត់ហើយចាប់ផ្ដើមអនុវត្តដោយស្វ័យប្រវត្តិខ្ញុំបានឮថាគ្រួសារស៊ូបានជួបគ្រោះអកុសលវាត្រូវបានគេនិយាយថាភោជនីយដ្ឋានរបស់គ្រួសារស៊ូកំពុងត្រូវបានកំទេចខ្ញុំគិតថាវាមិនអាចបើកអាជីវកម្មបានទេខ្ញុំឮថាមាននរណាម្នាក់បានស្លាប់ផងដែរធ្ងន់ធ្ងររំលេះស៊ឺសៃម៉ូបានយាសំឡេងរអ៊ូទាំងមកពីខាងក្រៅវិមានហើយគាត់ភ្ញាក់ផ្អើលពីការដាំដុះរបស់គាត់ស៊ឺសៃម៉ូបានភ្ញាក់ពីការដាំដុះហើយបេះដូងរបស់គាត់បានធ្លាក់ចុះចំពោះពាក្យជាចាំអារាមគាត់បានបើកទ្វារចូលទៅផ្ទះរបស់គ្រួសារស៊ូស៊ឺសៃម៉ូបានឯកាពិភាក្សារបស់អ្នកដទៃនៅតាមផ្លូវហើយបានដឹងថាអ្វីដែលជាមូលហេតុនៃសំណាងអាក្រក់លើកនេះមនុស្សជាច្រើនបានឆ្លោះប្រកែកគ្នាហើយចាប់ផ្ដើមមានបញ្ហាក្នុងភោជនីយដ្ឋានរបស់គ្រួសារស៊ូពួកគេបានវាយកំទេចគ្រឿងសង្ហារឹមហើយពូសេងបាននាំមនុស្សទៅភោជនីយដ្ឋានទោះជាយ៉ាងណាក៏ដោយមនុស្សទាំងនោះបានក្លាយទៅជាអ្នកជំនាញដែលល្អឥតខ្ចោះក្រោយសម្រាលពួកគេបានមករៀបចំហើយពូសេងត្រូវរបួសជំនួសវិញអាហារខ្ញុំមិនអាចយកវាមកដេកបានទេស៊ឺសៃម៉ូទៅតែមកដល់ហើយគាត់បានយាសំឡេងស្រែកឆោឡោចេញពីផ្ទះគាត់គឺយាខៃហ៊ូគាត់គឺជាឆ្មាំម្នាក់ក្នុងគ្រួសារស៊ូហើយគាត់មានកំហឹងខ្លាំងអ្នករាល់គ្នានៅក្នុងផ្ទះគឺជាបុរសដែលទុកចិត្តរបស់ស៊ឺសៃម៉ូបានបាត់បង់ឪពុកម្ដាយរបស់គាត់នៅពេលគាត់មានអាយុ2ឆ្នាំពូសេងនិងអ្នកផ្សេងទៀតបាននៅជាមួយគ្រួសារស៊ឺយូរបំផុតហើយពួកគេស្រឡាញ់គាត់ខ្លាំងណាស់កាលពីដើមវាគឺជាមនុស្សមួយចំនួនតូចនេះដែលបានជួយបងប្រុសរបស់គាត់ឲ្យទទួលបានទីតាំងនៅទីប្រជុំជនភីងយេងបងប្អូនមានទំនាក់ទំនងជិតស្និទ្ធជាមួយពូទាំងនេះក្លិនថ្នាំខ្លាំងបានបក់មករកគាត់ហើយក៏មានក្លិនឈាមតិចដែរគ្រូវ័យក្មេងទី2ត្រឡប់មកវិញហើយទោះបីជាគាត់បានបាត់បង់កិត្តិយសផ្នែកសិក្សាក៏ដោយក៏គ្រប់គ្នានៅក្នុងគ្រួសារស៊ូមានការគោរពយ៉ាងខ្លាំងចំពោះស៊ឺសៃម៉ូស៊ឺសៃម៉ូងក់ក្បាលហើយទៅពិនិត្យមើលចាស់ទុំដែលដេកលើគ្រែគ្រូវ័យក្មេងទី2សក់របស់បុរសចំណាស់នោះមានពណ៌ហើយមុខរបស់គាត់មានពណ៌លឿងគាត់ហាក់ដូចជាមានជើងម្ខាងនៅក្នុងភ្នោទោះបីជាបែបនេះក្តីគាត់នៅតែញឹមពេលឃើញស៊ឺសៃម៉ូមានភាពទន់ភ្លន់នៅក្នុងរបៀបដែលគាត់មើលទៅស៊ឺសៃម៉ូពូសេងទទួលបន្ទុកគ្រប់គ្រងគ្រួសារស៊ូទោះបីជាគាត់មិនចេះក្បាច់គុណក៏ដោយក៏គ្រប់គ្នានៅក្នុងគ្រួសារស៊ូរួមទាំងស៊ូហុងបានបង្ហាញការគោរពចំពោះគាត់លោកពូសេងបានប្រែជាស្គមហើយកំពុងបន្តទៅមុខជាច្រើនឆ្នាំពេលនេះគាត់រងរបួសគេនៅមិនទាន់ដឹងថាអាចរស់បានឬអត់នោះទេពូសេងតើនរណាជាភាគីម្ខាងទៀតទោះបីជាស៊ូស៊ីម៉ូខឹងសម្បាក៏ដោយក៏គាត់ហាក់ដូចជាស្ងប់ស្ងាត់យ៉ាងខ្លាំងដោយនិយាយយ៉ាងស្រទន់នៅក្បែរគ្រែតើវាអាចជាអ្នកណាទៀតវាត្រូវតែជាចៅរបស់គ្រួសារទាំង3គ្រួសារសៀវគ្រួសារលីនិងគ្រួសារយេងយើខៃហ៊ូស្រែកដោយកំហឹងវាមិនសាមញ្ញទេបុរសដែលនិយាយនោះមានអាយុជាង40ឆ្នាំគាត់មើលទៅស្ងប់ស្ងាត់ហើយតែងគាត់គឺជាអ្នកដឹកនាំឆ្មាំគ្រួសារស៊ូពូលីវមានន័យថាម៉េចស៊ឺសៃម៉ូស៊ូលីយឺសម្លឹងមើលស៊ឺសៃម៉ូដោយលេបពាក្យនៅលើចុងអណ្ដាតរបស់គាត់យើខៃហ៊ូមិនអាចទប់កំហឹងរបស់គាត់បានស្រែកលីយឺហេតុអ្វីបានជាអ្នកកំពុងប្រាថ្នាចង់បានអ្នកមិនដឹងពីស្ថានភាពធ្ងន់ធ្ងរទេលោកសេងត្រូវបានរងរបួសដោយពួកគេហើយអូតហ្គឿនបានទទួលរងនៅការស្លាប់ដ៏គួរឲ្យភ័យខ្លាចប្រសិនបើយុវជនក្រោមអ្នកមិនឆ្លាតហើយបានចេញពីការឡោមព័ទ្ធនោះលោកសេងនឹងត្រូវស្លាប់មនុស្សទាំងនោះចង់ឲ្យយើងស្លាប់ពូខ្វាន់ស្លាប់ហើយបេះដូងរបស់ស៊ឺសៃម៉ូឈឺចាប់ពេលទទួលបានព័ត៌មានការគាត់នៅក្មេងស៊ូស៊ីម៉ូតែងតែជិះលើស្មារបស់ពូខ្វាន់ដោយចាប់នឹងតោងសក់របស់គាត់ប៉ុន្តែមិនថាស៊ឺសៃម៉ូបោកបញ្ឆោតប៉ុណ្ណានោះទេពូហ្គែននឹងមិនដែលខឹងនឹងគាត់ឡើយគាត់នឹងសើចហើយលេងជាមួយគាត់ស៊ឺសៃម៉ូនិយាយទាំងក្រវីថ្មិញថាអញ្ញាធមមិនចូលទេអញ្ញាធមនឹងទទួលបន្ទុកលើកិច្ចការរបស់ជនស៊ីវិលនេះគឺជាចំនួនរវាងគ្រួសារតកូលមួយចំនួនពួកគេនឹងព្យាយាមគ្រប់មធ្យោបាយដើម្បីជៀសវាងវាក្រៅពីនេះអ្វីក៏ដោយដែលមាននៅក្នុងសង្គម Pugilistic នឹងត្រូវបានដោះស្រាយតាមវិធី Pugilistic លេយឺក្រវីកបាសំឡេងរបស់ស៊ឺសៃម៉ូបានលេចពូលីវតើមានអ្វីកើតឡើងលីយឺដកដង្ហើមធំ
ឆ្មាំរបស់ខ្ញុំបានដើរតាមមនុស្សទាំងនោះហើយបានឃើញពួកគេចូលទៅក្នុងលំនៅឋានរបស់គ្រួសារ Shen មនុស្សមកពីគ្រួសារ Shen គឺជាមនុស្សថោកទាបបែបនេះយើខៃហ៊ូវីកំទេចទុកក្បែរគាត់ដោយកណ្ដាប់ដៃទាំងដង្ហើមខឹងដោយសារទំនាក់ទំនងរវាងស៊ឺសៃម៉ូនិង Shen Mengi គ្រួសារស៊ឺបានផ្ដល់ជំនួយយ៉ាងច្រើនដល់គ្រួសារ Shen ប៉ុន្មានឆ្នាំចុងក្រោយនេះពេលនេះ Shen Mengi បានចូលរួមជាមួយនិកាយអមតៈហើយឡើងខ្ពស់ដល់តំណែងកំពូលគ្រួសារ Shen បានងាកទៅរកគ្រួសារស៊ឺលីយឺបន្តខ្ញុំបានធ្វើការស៊ើបអង្កេតមួយចំនួនគ្រួសារ Shen បាននឹងកំពុងរៀបចំបើកភោជនីយដ្ឋាននៅថ្ងៃនេះភោជនីយដ្ឋានរបស់យើងកំពុងដំណើរការរបស់ពួកគេស៊ឺសៃម៉ូបញ្ចេញអារម្មណ៍មិនច្បាស់ពេលគាត់ស្ដាប់ការវិភាគរបស់លីយឺស្ងាត់ពូសេងក្អកហាត់បន្តិចទោះបីជាគ្រួសារ Shen គឺជាអ្នកចាប់ផ្ដើមវាក៏ដោយគ្រួសារទាំង3ប្រហែលជាកំពុងបន្ថែមសន្ទុះដល់វានេះជាការបញ្ចប់នៃបញ្ហានេះយើងនឹងរងចាំរហូតដល់ចៅហ្វាយវ័យក្មេងត្រឡប់មកវិញតើយើងគ្រាន់តែចង់វាទេយឺខៃហ៊ូក្រវីថ្មែងលីយឺដកដង្ហើមធំចូលយើងស៊ូទ្រាំវាលើនេះការពិតដែលថាគ្រួសារ Shen បានឡើងឋានៈក្នុងរយៈពេលដ៏ខ្លីនេះខ្ញុំសង្ស័យថាអ្នកជំនាញ Connect ប្រហែលជាកំពុងធ្វើការជាមួយពួកគេប្រសិនបើយើងទៅពួកគេដោយគ្មានគម្រោងទេនោះយើងប្រហែលជាទទួលរងនូវការខូចខាតកាន់តែច្រើនតើលោកគ្រូក្មេងនឹងត្រឡប់មកវិញនៅពេលណាខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំគិតថាគាត់នឹងត្រឡប់មកវិញឆាប់នេះស៊ឺសៃម៉ូស្រាប់តែនិយាយថាពូសេងសម្រាប់សិនទៅខ្ញុំនឹងចេញទៅដកដង្ហើមធំនិយាយថាស៊ូស៊ីម៉ូបែរទៅឆ្វេងកាលពី3ខែមុនកិត្តិយសផ្នែកសិក្សារបស់ស៊ឺសៃម៉ូត្រូវបានលុបចោលហើយ Shen Mengi បានចាក់ចេញពីទីក្រុងស៊ឺអៃហ្វេងក៏ស្លាប់ដែរស៊ឺសៃម៉ូបានទប់កំហឹងនឹងការតានតឹងរបស់គាត់នៅគ្រប់រឿងដែលបានកើតឡើងហេតុដូច្នេះហើយបានជាគាត់ស្ទើរតែដាច់ចិត្តសម្លាប់អ្នកកំដរដោយចាក់មួយដើមនៅយប់នោះក្នុងអំឡុងពេលនេះក្រោមការណែនាំរបស់ D.Ev ស៊ឺសៃម៉ូបានខិតខំធ្វើការដាំដុះរបស់គាត់ប៉ុន្តែតាមពិតទៅគាត់មិនដែលភ្លេចការសោកសៅរបស់គាត់ទេហើយគាត់នៅតែមិនអាចយកវាទៅដេកពេលនេះគ្រួសារស៊ឺបានរងទុក្ខសោកសៅនេះពូសេងបានរងរបួសយ៉ាងធ្ងន់ធ្ងរហើយពូហ្គឿនបានស្លាប់យ៉ាងអណោចអាធម្មព្រឹត្តិការណ៍ទាំងអស់នេះបានបញ្ឆេះកំហឹងនៅក្នុងចិត្តរបស់ស៊ឺសៃម៉ូបន្ថែមទៀតស៊ឺសៃម៉ូបានចាក់ចេញពីលំនៅឋានរបស់គ្រួសារស៊ឺនេះជាគំនិតតែមួយគត់ក្នុងចិត្តរបស់គាត់មនុស្សទាំងនោះបានទៅឆ្ងាយពេកក្នុងការធ្វើបាបពួកគេស៊ឺសៃម៉ូមានគំនិតមិនច្បាស់លាស់ខ្លះនៃភាពខុសគ្នារវាង Connect និង Postnatal នៅក្នុងសង្គម Pugilistic Postnatal និង Connect ត្រូវបានបែងចែកទៅជាដំណាក់កាលដំបូងដំណាក់កាលពាក់កណ្ដាលដំណាក់កាលចុងនិងឥតខ្ចោះបងប្រុសរបស់គាត់ឈ្មោះស៊ូហុងគឺជាអ្នកជំនាញផ្នែក Connect ដំណាក់កាលដំបូងស៊ឺសៃម៉ូមិនដឹងថាគាត់ស្ថិតក្នុងដំណាក់កាលណាទេគាត់មិនដឹងថាជាអ្នកជំនាញមួយណាហើយគាត់អាចដោះស្រាយពីដំណាក់កាលណាបានតាមគំនិតរបស់ស៊ឺសៃម៉ូគាត់បានដាំដុះត្រឹមតែ3ខែប៉ុណ្ណោះគាត់នឹងមិនអាចយកឈ្នះអ្នកដទៃដែលដាំដុះលើសពី10ឆ្នាំបានទេទោះបីជាបែបនេះក្តីស៊ឺសៃម៉ូត្រូវទាមទារការពន្យល់ពីគ្រួសារ Shen យ៉ាងណាមិញគាត់បានចំណាយពេលជាង10ឆ្នាំសិក្សាគាត់ជឿថាអ្វីគ្រប់យ៉ាងត្រូវតែផ្អែកលើហេតុផលគ្រួសារ Shen ត្រូវតែពន្យល់គាត់មិនយូរប៉ុន្មានស៊ឺសៃម៉ូបានទៅដល់លំនៅឋានរបស់គ្រួសារ Shen ត្រឹមតែ3ខែប៉ុណ្ណោះគ្រួសារ Shen បានឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងខ្លាំងដោយបានផ្លាស់ប្ដូរពីគ្រួសារធម្មតាទៅជាគ្រួសារ Shen ដ៏ល្បីល្បាញឥឡូវនេះនៅសងខាងនៃទ្វារក្រហមម្លឹកមានតោថ្មធំ2ឈរប្រសិនបើស៊ឺសៃម៉ូមិនចាំទីតាំងរបស់វាដោយបេះដូងទេគាត់នឹងមិនជឿថានេះជាផ្ទះរបស់ Shen Mengi នោះទេស៊ឺសៃម៉ូបានដើរឡើងជណ្ដើរគាត់មិនធុញនឹងការគូសទេប៉ុន្តែបានរុញទ្វារចំនៅពេលនេះមនុស្សជាច្រើនបានប្រមូលផ្ដុំគ្នានៅឯគេហដ្ឋានរបស់គ្រួសារ Shen ពួកគេបានផឹកស្រាសើចនិងជែកគ្នាយ៉ាងសប្បាយរីករាយឥឡូវនេះស៊ឺសៃម៉ូស្រាប់តែលុបចូលផ្ទះហ្វូងមនុស្សនៅក្នុងទីធ្លានោះបានបែកខ្ញែកបន្តិចម្ដងពួកគេជាច្រើនបានឈប់ធ្វើអ្វីដែលពួកគេកំពុងធ្វើដោយសម្លឹងមើលស៊ឺសៃម៉ូជាមួយនឹងទឹកមុខក្រៀមក្រំមនុស្សទាំងនេះហាក់ដូចជាព្រៃនឹងមិនបានដាំដុះមើលទៅជាសាហាវអាវុធត្រជាក់និងពន្លឺរបស់ពួកគេត្រូវបានដាក់នៅក្បែរនោះម្នាក់ក្នុងចំណោមពួកគេមានភ្នែកមុតស្រួចនិងស្គាល់ស៊ឺសៃម៉ូដោយនិយាយដោយសំឡេងប្លែកអូមិនមែនជាអនុបណ្ឌិតវ័យក្មេងទី2នេះស៊ូដែលជាបេក្ខជនជោគជ័យក្នុងការប្រឡងថ្នាក់ខេត្តរបស់អធិរាជនៅប្រទេសដេអៃទេហាអ្នកច្បាស់ជាមិនដឹងទេកិត្តិយសផ្នែកសិក្សារបស់គ្រូវ័យក្មេងស៊ូត្រូវបានកាត់ចោលឥឡូវនេះគាត់គឺជាមនុស្សល្ងង់ខ្លៅជនអនាថានៃសង្គមទុច្ចរិតបានសាយចំអកស៊ឺសៃម៉ូម្ដងមួយពួកគេសម្លឹងមើលគាត់ដោយចេតនាអាក្រក់ហើយពួកគេវាយអាវុធប្រឆាំងគ្នាទៅវិញទៅមកដើម្បីបញ្ជូនផ្កាភ្លើងដែលហោះមកបង្កើតជាសម្លេងដែកប៉ះទង្គិចគ្នាប្រសិនបើគាត់គ្រាន់តែជាអ្នកប្រាញ់សាមញ្ញម្នាក់គាត់នឹងស្ពឹកជើងរបស់គាត់ក្នុងស្ថានភាពបច្ចុប្បន្នដែលគាត់ត្រូវបានហុំព័ទ្ធដោយមនុស្សឆ្លើយសឹកទោះជាយ៉ាងណាក៏ដោយស៊ឺសៃម៉ូរក្សាការបញ្ចេញមតិដែរហើយគាត់ថែមទាំងរើទៅឈរនៅកណ្ដាលទីធ្លាត្រឡប់មកវិញនៅពេលដែលស៊ឺសៃម៉ូមិនទាន់ចាប់ផ្ដើមដាំដុះនៅឡើយគាត់មានភាពក្លាហានគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹង Perfected កេងឡែងនៅឯការប្រព្រឹត្តដ៏យុត្តិធម៌ពេលនេះអ្នករាំនៅពីមុខគាត់គឺជាពិភពលោកដែលខុសពីស្នូមាសដ៏ល្អឥតខ្ចោះពួកគេមិនបានបញ្ចេញភាពស្វាហាប់និងភាពស្វាហាប់ដោយគាត់ឡើយគ្មានផ្លូវដែលគាត់នឹងខ្លាចពួកគេឡើយ
ស៊ឺសៃម៉ូរក្សាទឹកមុខស្ងប់ស្ងាត់ខណៈដែលភ្នែករបស់គាត់មើលទៅពេញទីធ្លាដោយនិយាយដោយស្ងប់ស្ងាត់ថាខ្ញុំចង់ឃើញ Shen Nan គឺជាបងប្រុសរបស់ Shen Mengi ហេហេគ្រូវ័យក្មេងទី2ស៊ូបានមកដោយមិនបានអញ្ជើញសូមអត់ទោសឲ្យខ្ញុំដែលមិនបានស្វាគមន៍អ្នកសំឡេងត្រូវបានយាយមុនពេលឃើញមនុស្សខ្លួនឯងស៊ឺសៃម៉ូងាកមើលទៅទិសដែលសំឡេងកំពុងតែមកបុរសម្នាក់ស្លៀកពាក់អាវស្ដើយឺតពីច្រករបៀងដ៏វែងនៃទីធ្លាគាត់ញឹមទាំងអស់ប៉ុន្តែគាត់មិនបានខិតខំប្រឹងប្រែងដើម្បីលាក់បាំងការចំអកនៅក្នុងភ្នែករបស់គាត់ទេ